ហើយគឺជារឿងដែលយើងទាំងអស់គ្នាត្រូវក៏លេចមើលម្ដងទៀតថាយុទ្ធសាស្ត្ររបស់ហ៊ុនសែនគឺគេប្រើវិធីនេះដើម្បីកម្ចាត់ដើម្បីកំទេចឬក៏ដើម្បីបំផ្លាញកម្លាំងប្រឆាំងថាតើបងប្អូនទាំងអស់គ្នាហើយនឹងសកម្មជនដទៃទៀតជាពិសេសសកម្មជនដែលកំពុងតែធ្វើសកម្មភាពនយោបាយយ៉ាងសកម្មនៅក្នុងហើយនឹងក្រៅប្រទេសហ្នឹងណាថាតើយើងមានវិធីណាដើម្បីទប់ស្កាត់ដើម្បីរារាំងឬក៏ប្រមូលជាឯកសារដើម្បីចាត់វិធានការបើមិនជាយើងមិនឆ្លើយតបចំពោះនឹងយុទ្ធសាស្ត្ររបស់គេទេយើងចេះតែបណ្ដាលបណ្ដោយឲ្យយើងចេះតែឲ្យសកម្មភាពទាំងអស់នេះវាកើតឡើងទៅជាធម្មតាអនាគតទៅឧបករណ៍មួយនេះឬក៏អាវុធមួយនេះវានឹងមានលទ្ធភាពកំទេចពលរដ្ឋខ្មែរចង់និយាយថាកំទេចស្មារតីនឹងការតស៊ូរបស់ពលរដ្ឋខ្មែរនឹងគ្រប់កម្រិតហើយនឹងមានប្រសិទ្ធភាពបំផុតអញ្ចឹងណាបងប្អូនបាទជំរាបសួរបងលក្ខិសាជំរាបសួរបងសុគន្ធThank you មកចូលបងបាទការគោរពសិទ្ធិមនុស្ស0បាទត្រូវហើយបងនៅក្នុងប្រទេសកម្ពុជាបើយើងនិយាយអំពីសិទ្ធិមនុស្សហ្នឹងវាអត់មានទេក៏ប៉ុន្តែអ្វីដែលយើងមើលឃើញថាវាគ្មានការគោរពសិទ្ធិមនុស្សគ្រប់យ៉ាងហ្នឹងកង្វះខាតរបស់យើងគឺត្រង់ថាយើងគ្មានវិធានការក្នុងការអន្តរាគមន៍ទាំងលក្ខណៈរបាយការណ៍មូលដ្ឋានទាំងលក្ខណៈការអនុវត្តជាក់ស្ដែងហើយនឹងការស្វែងរកជំនួយពិតប្រាកដណាមួយដើម្បីឲ្យបញ្ហាសិទ្ធិមនុស្សនេះទៅជាប្រធានបទសម្រាប់ពួកយើងក្នុងការតស៊ូនេះណាបងចំណុចនេះហើយដែលខ្ញុំនិយាយទៅវាចេះតែនិយាយទៅវានៅក្នុងន័យទៅថាយើងខ្វះខាតធនធានមែនយើងខ្វះខាតមនុស្សមែនយើងខ្វះខាតអ្នកបច្ចេកទេសមែនកន្លងមកការតស៊ូមតិរបស់យើងភាគច្រើនគឺយើងបានធ្វើលោឡានៅលើបណ្ដាញសង្គមទី1អានឹងខ្ញុំនិយាយការពិតណាបើប៉ះពាល់ខ្លះក៏មិនអីដែរពីព្រោះការពិតយើងត្រូវតែនិយាយនៅទីនេះទី1គឺយើងបានតែលោឡានៅលើបណ្ដាញសង្គមទី2យើងគ្មានប្រព័ន្ធនិងចំណាត់ការជាលក្ខណៈគេហៅថាprofessional ជាលក្ខណៈវិជ្ជាជីវៈណាក្នុងការប្រមូលទិន្នន័យទាំងអស់ហ្នឹងឧទាហរណ៍ជាក់ស្ដែងដូចថ្ងៃនេះអ្នកតស៊ូនយោបាយអ្នកដែលធ្វើសកម្មភាពសង្គមពិតប្រាកដទេបងប្អូនខ្ញុំមិនដឹងថាមានកម្រិតណាឬក៏មានប្រមាណអ្នកទេឬក៏មានការិយាល័យណាដែលទទួលបន្ទុកកិច្ចការហ្នឹងណាសម្រាប់ខ្ញុំខ្លួនឯងខ្ញុំសារភាពថាខ្ញុំអត់ដឹងទេដោយសារវាគឺជាប្រព័ន្ធការងារដែលកន្លែងខ្លះយើងមិនអាចដឹងបានកន្លែងខ្លះយើងមិនចាំបាច់មកនិយាយក៏ថាបានដែរក៏ប៉ុន្តែឧទាហរណ៍ថាខ្ញុំចង់ដឹងខ្ញុំក្នុងន័យនេះខ្ញុំយកជាឧទាហរណ៍ថាខ្ញុំចង់ដឹងទិន្នន័យហើយនឹងផលប៉ះពាល់របស់ក្រុមគ្រួសារជនរងគ្រោះហើយនឹងបទចោទទាំងឡាយដែលមាននៅក្នុងសំណុំរឿងនីមួយៗហើយដំណើរការក្តីដល់ដំណាក់កាលណាហើយពួកយើងអត់ដឹងទេហ្នឹងក៏ប៉ុន្តែពួកយើងអត់ដឹងទេក៏ប៉ុន្តែព័ត៌មានខ្លះដែលយើងដឹងគឺយើងបានដឹងអំពី ad hoc Ligado ឬក៏របាយការណ៍របស់ special reporter អីចឹងទៅនិងអង្គការ Amnesty International អីជាដើមយើងស្វែងរកបានតែនៅពីប្រភពទាំងអស់ហ្នឹងដែលប្រភពទាំងអស់ហ្នឹងมันមានគ្រប់ជ្រុងជ្រោយទៀតអ្នកខ្លះក៏មានមួយផ្នែកទៅអ្នកខ្លះក៏មានមួយផ្នែកទៅក៏ប៉ុន្តែបើទោះជាយើងអាចរកឃើញថាមានគ្រប់ជ្រុងជ្រោយប្រសិនបើមានណាក៏វាមិនមែនជាការិយាល័យទទួលបន្ទុករបស់យើងណាក្រុមណាមួយដែលមានអ្នកច្បាប់ដែលខ្ញុំចង់បានខ្លាំងជាងគេគឺខ្ញុំចង់បានក្រុម litigation ហ្នឹងគឺជាការិយាល័យអ្នកច្បាប់របស់យើងដែលយើងប្រមូលនៅគ្រប់ទិន្នន័យទាំងឡាយតាក់ទងជាមួយនឹងផតាងតាក់ទងជាមួយបទចោទតាក់ទងជាមួយនឹងដំណោះស្រាយតាក់ទងជាមួយអន្តរាគមន៍ផ្សេងដែលមានច្រើនដែលយើងថាអាចធ្វើបានក៏ប៉ុន្តែយើងអត់មានទេនេះខ្ញុំមិនមែននិយាយថាក្នុងគណៈបកដែលខ្ញុំកំពុងតែចូលរួមជីវភាពនយោបាយជាមួយណាបងប្អូនខ្ញុំនិយាយអំពីស្ថាប័ននានាក្រុមអ្នកនយោបាយនានាគណៈបកនយោបាយនានាឬក៏អ្នកដែលតស៊ូប្រឆាំងជាមួយនឹងរបបរាជការក្នុងរូបភាពផ្សេងហ្នឹងណាខ្ញុំអត់ដឹងថាយើងមានរបៀបណាប៉ុន្តែនៅទីនេះខ្ញុំគ្រាន់តែនិយាយថាបើមានក៏ល្អបើមានហើយណាខ្ញុំសូមគោរពសរសើរថាអូខេល្អក៏ប៉ុន្តែកន្លងមកយើងអត់ដែលបានយកចិត្តទុកដាក់ពីរឿងអាវុធមួយនេះទេយើងគិតតែពីរឿងអង្គុយមើលថាតើគេទៅកាប់ឈើនៅកន្លែងណាគេទៅលុបបឹងនៅកន្លែងណាគេទៅលុបដីនៅកន្លែងណាអីតែប៉ុណ្្នឹងឯងប៉ុន្តែរឿងបច្ចេកទេសដែលវាផុយស្រួយឬក៏ដែលវាមានអានុភាពខ្លាំងទៅលើកម្លាំងប្រតិបត្តិការរបស់យើងណាអត់សូវមានទេអានេះខ្ញុំមើលឃើញអញ្ចឹងណាបងប្អូនប៉ុន្តែខ្ញុំនិយាយនៅទីនេះគឺក្នុងន័យចែករំលែកថាប្រសិនបើយើងមិនមែនគណៈបកដែលខ្ញុំនៅជាមួយនឹងគណៈបកដទៃទៀតក៏ដោយគួរតែមានក្រុមទាំងអស់ហ្នឹងឲ្យធ្វើការជាមួយនឹងស្ថាប័នសំខាន់ដូចជាអង្គការ UN
UN ហ្នឹងតើតើជាមួយនឹង UN ដែលខាងសិទ្ធិមនុស្ស UN ខាងតើតើជាមួយនឹងការអនុវត្តនៅលក្ខខណ្ឌសន្ធិសញ្ញានានាតើតើជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលដូចជាអង្គការ Amnesty International ឬក៏ Liga do ឬក៏ Ad hoc ឬក៏អីចឹងទៅដើម្បីប្រមូលទិន្នន័យទាំងអស់ហ្នឹងឲ្យនៅក្នុងក្របខ័ណ្ឌឬក៏គេហៅថាការទទួលខុសត្រូវរបស់ក្រមអ្នកច្បាប់របស់ក្រមរបស់យើងឧទាហរណ៍ថាមានគណៈបញ្ញោបាយណាមួយវាគួរតែមានក្រុម component នឹងមួយហើយក្រុម component ដែលតកតងជាមួយនឹងរឿងហ្នឹងណាមិនមែនប្រមូលតែទិន្នន័យប៉ុណ្ណឹងរួចហើយយកមកទុកសម្រាប់ធ្វើការសិក្សាទេវាត្រូវមានក្រុមការងារដែលទំនាក់ទំនងជាមួយនឹងអន្តរជាតិដែលមិនមែនចាំបាច់តែបងប្អូននៅក្រៅប្រទេសទេបើនិយាយការពិតទៅបងប្អូននៅក្នុងប្រទេសហ្នឹងក៏អាចធ្វើកិច្ចការជាមួយនឹងអន្តរជាតិបានដូចតែគ្នាដោយកន្លងមកយើងឃើញថាមានថ្នាក់ដឹកនាំរបស់គណៈបកដទៃទៀតហ្នឹងតែងតែមានឱកាសទៅធ្វើជាសវនកម្មឬក៏ទៅធ្វើសេចក្តីថ្លែងការណ៍រួមឬក៏ទៅរាយការណ៍ជូនឬក៏មានជំនួបពិសេសជាមួយនឹងអង្គទូតនានាឱកាសទាំងអស់ហ្នឹងហើយដែលយើងត្រូវមានក្រុមអ្នកច្បាប់យើងមានក្រុមអ្នកបច្ចេកទេសទាំងអស់ហ្នឹងណាស្វែងរកដំណោះស្រាយនិងស្វែងរកវិធីសាស្ត្រក្នុងការអនុវត្តដោយករណីបច្ចុប្បន្ននេះបើទស្សនៈរបស់ខ្ញុំណាយើងដឹងថារបបហ៊ុនសែនខុសខើសាហាវហើយនឹងមានបច្ចេកទេសឬក៏មានគេហៅថាល្បិចកលដើម្បីបំភាន់សាធារណមតិបានជាច្រើនរូបបែបរូបភាពប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយដែលចែងថាកម្ពុជាមិនមានឬក៏មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសអាហ្នឹងគឺជាខ្លឹមសារនៅក្នុងការកំណត់ដោយច្បាប់របស់ប្រទេសកម្ពុជាក៏ប៉ុន្តែនៅក្នុងលក្ខខណ្ឌដូចជាការរំលោភបំពានយ៉ាងងងើលឬក៏ការរំលោភបំពាននៅលើការអនុវត្តច្បាប់របៀបនេះណាថាតើស្ថាប័នណាខ្លះដែលបច្ចុប្បន្ននេះកំពុងតែសហការឬក៏កំពុងតែមានទំនាក់ទំនងជាមួយនឹងយើងហៅស្អីស្ថាប័នតុលាការហ្នឹងណាតែអន្តរជាតិហ្នឹងស្ថាប័នណាខ្លះជាស្ថាប័នអន្តរជាតិដែលមានជាប់តាក់ទិនជាមួយនឹងតុលាការហ្នឹងណាឬក៏ការអនុវត្តច្បាប់ហ្នឹងណាតើអាចមានវិធីណាដើម្បីសុំកិច្ចសហការឬក៏ការត្រួតពិនិត្យអាហ្នឹងរបៀបដូចជាធ្វើ audit ណាធ្វើសវនកម្មនៃការអនុវត្តច្បាប់ហ្នឹងណាពីព្រោះកម្ពុជាវារដ្ឋឯករាជ្យក៏ពិតមែនណាកម្ពុជាវាជារដ្ឋឯករាជ្យក៏ពិតមែនក៏ប៉ុន្តែកម្ពុជាវានៅក្រោមអំណាចរបស់អង្គការសហប្រជាជាតិវានៅក្រោមអំណាចរបស់សន្ធិសញ្ញា$23ហើយនឹងវានៅក្រោមអំណាចនៃកិច្ចសហការនានារបស់អង្គការសហប្រជាជាតិដែរដូច្នេះតែយើងសុខចិត្តគ្រាន់បានតែស្រែកឲ្យមិនព្រមរុញឲ្យដល់ចំណុចហ្នឹងឬក៏យ៉ាងណាឧទាហរណ៍ថាការចោទប្រកាន់ទៅលើយុវជនបរិស្ថានដែលរយៈពេលកន្លងមកច្រើនឆ្នាំដែលគេចាប់មកហើយនេះយើងមើលឃើញថាវាគឺជាការអនុវត្តច្បាប់ដោយអយុត្តិធម៌ដែលវាពុំមែនជាវិធីឬក៏វិធានច្បាប់ក្នុងការអនុវត្តទេក៏ប៉ុន្តែវាគឺជាសិល្បៈនៃការគ្រប់គ្រងអំណាចផ្ដាច់ការដូច្នេះតើយើងមានវិធីណាក្រៅពីយើងដាក់សម្ពាធទៅលើកន្លងមកយើងដូចជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលការដាក់សម្ពាធទៅលើកិច្ចសហការអន្តរជាតិនានាជាមួយនឹងរបបក្រុងភ្នំពេញក៏ប៉ុន្តែយើងអាចចោះឲ្យចំឬក៏យើងវាយឲ្យដល់ចំណុចតែម្ដងដូចជាករណីការអនុវត្តច្បាប់របស់ក្រុងភ្នំពេញជាពិសេសប្រព័ន្ធតុលាការដែលយើងដឹងថាវាគ្មានគេហៅស្អីវាគ្មានតម្លាភាពហើយវាគ្មានសុខភាពណាក៏ប៉ុន្តែវាគឺជាមធ្យោបាយវាគឺជាឧបករណ៍សម្រាប់បំបិតសម្លេងអ្នកប្រឆាំងតើយើងគិតថាយើងមានវិធីណាអាចធ្វើកិច្ចការទាំងអស់នឹងបានទេឬក៏យើងគិតថាវាអត់មានលទ្ធភាពផ្សេងទេនឹងបងប្អូនគិតកន្លែងហ្នឹងជួយគិតកន្លែងហ្នឹងខ្ញុំមើលមតិរបស់បងប្អូនដែរណាបាទតាមការពិតបងហ្នឹងវាល្អហើយបងរៀនធ្វើ census ដើម្បីឲ្យដឹងថាអ្នកណានៅខាងណាឆ្លាញ់ប្រជាធិបតេយ្យឬក៏មិនឆ្លាញ់ក៏ប៉ុន្តែខ្ញុំមើលឃើញថាបើទោះជាលក្ខខណ្ឌយើងធ្វើនឹងបានលទ្ធផល census មកណាក៏យើងមិនដឹងថាយកទៅធ្វើអីដែរតែថ្នាក់ខ្ញុំបងសែមខ្ញុំយល់យ៉ាងណាមិនដឹងយកទៅធ្វើអីពីព្រោះការឆ្លាញ់របបប្រជាធិបតេយ្យឬក៏របបកុម្មុយនីសវាមិនមែនជាប្រធានបទទេក៏ប៉ុន្តែពួកយើងនេះគឺយើង fight for freedom យើង fight for democracy គឺយើងហើយអីយើងធ្វើសកម្មភាពដើម្បីទាមទារយកសេរីភាពយើងមកវិញនិងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដូច្នេះយើងមិនបាច់ធ្វើ census អីទេចង់និយាយថាអ្នកដែលគេឆ្លាញ់យើងអ្នកដែលឆ្លាញ់ប្រជាធិបតេយ្យអ្នកដែលចង់បានការផ្លាស់ប្ដូរហ្នឹងណាគឺគេនឹងធ្វើសកម្មភាពហ្នឹងហើយចង់និយាយទៅចឹងណាពីព្រោះបើយើងនិយាយអំពីជួនកាលការអនុវត្តឬក៏ការបកស្រាយយើងនិយាយចឹងវិញការបកស្រាយសម័យអាពាក្យខ្លះពេលខ្ញុំនិយាយថាខ្ញុំចង់ឲ្យបងប្អូនប្រជាធិបតេយ្យសហការគ្នារួបរวมគ្នាដើម្បីធ្វើបេសកកម្មនេះរួមគ្នាអញ្ចឹងណាសំណួរមួយសួរអាហ្នឹងសំណួរមួយសួរមកវាមិនមែនជារឿងចម្លែកទេប៉ុន្តែសំណួរមួយសួរធ្វើឲ្យយើងហ្នឹងចាប់អារម្មណ៍ដែរ
សំណួរសួរថាតើយើងយកគោលការណ៍ឬក៏យើងយកលក្ខខណ្ឌណាមកវិនិច្ឆ័យថាក្រុមយើងជាក្រុមអ្នកប្រជាធិបតេយ្យហើយក្រុមគេមិនមែនជាក្រុមអ្នកប្រជាធិបតេយ្យកន្លែងហ្នឹងណាបងកន្លែងហ្នឹងធ្វើឲ្យយើងតិចមួយហើយយើងអាចយកវាមកធ្វើការថ្លឹងថ្លែងនឹងពិចារណាដោយនៅក្នុងករណីដែលខ្ញុំជម្រាបខាងដើមថាលោកស្អី Sharif ហ្នឹងណាលោក Sharif Aaron ហ្នឹងដែលថាមកដើម្បីជួយរៀបចំយុទ្ធសាស្ត្រប្រតិបត្តិការគ្រប់គ្រងអំណាចប្រជាការហ្នឹងណាគេដឹងអំពីរឿងហ្នឹងអញ្ចឹងកាលណាយើងនិយាយអំពីអ្នកប្រជាធិបតេយ្យយើងត្រូវឆ្លោះមើលឲ្យជុំវិញខ្លួនយើងផងយើងឆ្លោះមើលជុំវិញឲ្យខ្លួនយើងផងថាក្រុមមួយទៀតជាពិសេសគឺក្រុមរបស់លោកហ៊ុនសែនហ្នឹងគេមិនដែលប្រកាសខ្លួនថាគេជាកុម្មុយនីសនិយមទេមិនអញ្ចឹងទេបងប្អូនបើទោះជាគេនិយាយថាពួកគេគឺជាអ្នកប្រជាធិបតេយ្យដែរក៏ប៉ុន្តែសកម្មភាពរបស់គេគឺការដឹកនាំតាមរបៀបផ្ដាច់ការហើយការដែលគេដឹកនាំតាមរបៀបផ្ដាច់ការយើងមិនអាចនិយាយថានោះគឺជាការដឹកនាំតាមរបៀបផ្ដាច់ការទេក៏ប៉ុន្តែយើងយកអំពីសកម្មភាពនិងចំណាត់ការរដ្ឋបាលនេះដែលតាក់ទងជាមួយនឹងការអនុវត្តច្បាប់នេះក៏ដោយតាក់ទងជាមួយនឹងការបង្ក្រាបឬក៏បំបិទសេរីភាពឬក៏ការកែប្រែនៅយើងហៅថាវិសោធនកម្មនៃលក្ខខណ្ឌនេះរបស់ច្បាប់របស់ប្រទេសយើងណាទាំងអស់ហ្នឹងបើទោះជាមិនមែនថាជាកុម្មុយនីសផ្ដាច់ការឬក៏ជាក្រុមពួកផ្ដាច់ការហើយអ្នកឯងអះអាងថាជាអ្នកប្រជាធិបតេយ្យក៏មិនពិតក៏ប៉ុន្តែយើងប្រឆាំងជាមួយនឹងទង្វើទាំងឡាយណាដែលរំលោភបំពានលើសិទ្ធិសេរីភាពរបស់ពួកយើងដោយករណីដែលគេអនុវត្តច្បាប់រាល់ថ្ងៃក្នុងការបង្ក្រាបបំបិទសម្លេងពួកយើងហ្នឹងណាក្នុងលក្ខខណ្ឌមួយយើងមិនអាចទៅនិយាយថាពួកក្រុមប្រកា ពួកក្រុមកុម្មុយនីសយើងមិនអាចនិយាយចឹងតែក៏ប៉ុន្តែយើងត្រូវយកមូលដ្ឋានដូចជាការដែលអនុវត្តច្បាប់នេះវាមិនសក្តិវាមិនត្រឹមត្រូវទៅតាមស្មារតីរបស់ហើយការគោរពសិទ្ធិមនុស្សអីជាដើមអញ្ចឹងណាយើងយករឿងហ្នឹងមកនិយាយអញ្ចឹងពេលខ្លះខ្ញុំត្រូវមាត់គេដែរខ្ញុំត្រូវមាត់គេដែរថាបងនិយាយថាពួកអ្នកប្រជាធិបតេយ្យគួរតែសហការគ្នាគួរតែរួបរวมគ្នាហើយអ្នកប្រជាធិបតេយ្យចង់សម្ដៅលើក្រុមណាអញ្ចឹងណាហើយយើងដំបូងយើងនិយាយថាអ្នកប្រជាធិបតេយ្យដូចជាក្រុមពួកយើងអញ្ចឹងក៏ប៉ុន្តែតាមការពិតយើងមើលម្យ៉ាងទៀតថាมันមានគណៈបកនយោបាយមួយណានៅក្នុងប្រទេសកម្ពុជាណាដែលអះអាងឬក៏បង្ហាញថាខ្លួនឯងជាកុម្មុយនីសផងហ្នឹងគឺពួកហ្នឹងអ្នកប្រជាធិបតេយ្យទាំងអស់គ្នាក៏ប៉ុន្តែគ្រាន់តែថាគេនៅក្នុងស្រោមប្រជាធិបតេយ្យណាគេជាប្រជាធិបតេយ្យคล้ายៗហើយសម្រាប់យើងក៏យើងមិនទាន់បានបង្ហាញអំពីថាយើងជាអ្នកប្រជាធិបតេយ្យបរិសុទ្ធដែរក៏ប៉ុន្តែអ្វីដែលយើងទាមទារគឺយើងទាមទារសកម្មភាពមួយពី3ដូចយើងចង់និយាយអញ្ចឹងណាទី1គឺសូមឲ្យមានសេរីភាពនៅក្នុងការបញ្ចេញមតិមានសេរីភាពនៅក្នុងការជួបជុំមានសេរីភាពនៅក្នុងការចូលរួមនៅក្នុងជីវភាពនយោបាយឬក៏អ្វីទាំងអស់ហ្នឹងដែលយើងហៅថានោះគឺជាគោលការណ៍ច្បាប់ឬក៏ជាគោលការណ៍មូលដ្ឋាននៃសិទ្ធិរបស់យើងដែលយើងថាយើងចង់បានអញ្ចឹងណាខ្ញុំមើលតទៀតធ្វើការបោះឆ្នោតឲ្យត្រឹមត្រូវអាហ្នឹងគឺអ្វីដែលយើងកំពុងតែទាមទារអ្វីដែលយើងចង់បានហ្នឹងឯងណាបងប្អូនអាហ្នឹងហើយគឺជាបេសកកម្មឬក៏ជាគោលបំណងធំរបស់យើងដោយបច្ចុប្បន្ននេះយើងកំពុងតែបង្ហាញអន្តរជាតិថាការរំលោភសិទ្ធិសេរីភាពការបំបិទសម្លេងប្រឆាំងការមិនអនុញ្ញាតឲ្យយើងចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌អីចឹងណានោះគឺជាគោលបំណងរបស់យើងដែលយើងកំពុងតែអំពាវនាវឲ្យអន្តរជាតិមើលឃើញអំពីចំណុចសំខាន់ទាំងអស់ហ្នឹងហើយយើងអាចទៅអំពាវនាវកន្លែងណាក្រៅពីវេទិកាអន្តរជាតិទេពីព្រោះយើងគ្មានជំនឿថាមានអ្នកណាដទៃទៀតក្រៅពីអន្តរជាតិនឹងជួយយើងទេអញ្ចឹងមិនថាយើងធ្វើយ៉ាងណាឲ្យគេឮសម្លេងរបស់យើងឲ្យគេបានដឹងអំពីកង្វល់របស់យើងហើយនឹងឲ្យគេចូលរួមនៅក្នុងសកម្មភាពរបស់យើងឲ្យបានច្រើនតាមលទ្ធភាពដែលយើងអាចធ្វើបានហើយការបោះឆ្នោតឲ្យត្រឹមត្រូវនឹងអាចទទួលយកបានដែលយើងហៅថា free and fair election ហ្នឹងណាបងប្អូនអញ្ចឹងមកខ្ញុំនិយាយទៅវាចេះតែត្រឡប់ចុះត្រឡប់ឡើងនៅក្នុងរឿងថាបងប្អូននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគាត់មានគណៈបកនយោបាយមិនចឹងខ្ញុំនិយាយកន្លែងនេះបងប្អូនទាំងអស់គ្នាត្រូវតែយកវាមកធ្វើជាមូលដ្ឋានក្នុងការជជែកកុំឲ្យយកស្មាតកុំឲ្យយកអារម្មណ៍មកគិតណាយើងយកហេតុផលមកគិតនៅពេលដែលលោក Aaron Sharif ហ្នឹងបានរៀបចំយុទ្ធសាស្ត្រដើម្បីកំទេចអ្នកប្រឆាំងហើយនឹងអនុវត្តច្បាប់ទៅតាមអ្វីអនុវត្តច្បាប់ដែលគាត់និយាយគឺអនុវត្តច្បាប់ទៅតាមរបៀបដែលគាត់ចង់ឲ្យបង្ហាញថាអនុវត្តច្បាប់ដោយមិនខ្វល់ខ្វាយអំពីសម្ពាធអន្តរជាតិនោះគឺជាវិធីក្នុងការប្រើប្រាស់អាវុធដ៏មានប្រសិទ្ធភាពអញ្ចឹងការបង្កើតឬក៏ការរៀបចំការបោះឆ្នោតដើម្បីឲ្យអន្តរជាតិមើលឃើញថាវាគឺជាប្រព័ន្ធឬក៏វាជាការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតមិនបាច់ខ្វល់អំពីសុក្រឹតភាពមិនបាច់ខ្វល់អំពីស្អាតស្អំមិនបាច់ខ្វល់អំពីយុត្តិធម៌អីទេគឺបោះទៅដើម្បីបង្ក្រប់កិច្ចហើយបោះឆ្នោតកន្លែងនេះណាបងប្អូនបោះឆ្នោតកន្លែងនេះឥឡូវខ្ញុំយករូបមួយយកមកឲ្យបងប្អូនមើលបោះឆ្នោតតាមអ្វីដែលលោក Sharon នឹងបានប្រើណា Sharif នឹងបានប្រើនឹងផ្ដល់ជាមតិណាបងប្អូនគឺបោះឆ្នោតតាមលក្ខខណ្ឌ
ចឹងនិយាយថាយ៉ាងណាក៏ដោយឲ្យតែបានមកយ៉ាងណាក៏ដោយឲ្យតែបានមកពីព្រោះលោក Sharon គាត់មិនមែនធ្លាប់មិនមែនធ្វើតែនៅក្នុងប្រទេសកម្ពុជាមួយទេតាមរបាយការណ៍ដែលគាត់បានធ្លាប់ឆ្លងកាត់ហើយនឹងអ្វីដែលជារបាយការណ៍ស៊ើបអង្កេតរបស់ក្រមអ្នកច្បាប់ណាគឺលោក Sharon នឹងបានធ្វើការជួយនៅក្នុងសហរដ្ឋអាមេរិកក៏លោក Sharon នឹងមានផ្នែកមួយនៅក្នុងយុទ្ធនាការនៃការគេហៅស្អីនៃការរៀបចំប្រព័ន្ធឃោសនារបស់ឆ្នាំដែរនៅក្នុងសហគមន៍អឺរ៉ុបក៏លោក Sharon នឹងធ្លាប់យកអយុធសាស្ត្ររបស់គាត់ទៅអនុវត្តដែរជាពិសេសនៅក្នុងតំបន់អាស៊ីហើយនិង Middle East ហ្នឹងហើយមានសហរដ្ឋអាមេរិកអឺរ៉ុបអាស៊ី Middle East ជាមួយនឹងអាហ្វ្រិកាអញ្ចឹងមានន័យថាលោក Aaron Sharif ហ្នឹងណាមានគេហៅស្អីមានបទពិសោធន៍មានគេហៅថាទស្សនៈដែលគាត់យល់អំពីគេហៅស្អីការទំនោរនយោបាយអន្តរជាតិហើយនឹងចំណាត់ការរបស់អន្តរជាតិដូច្នេះគាត់សិក្សាអំពីចន្លោះទាំងអស់ហ្នឹងថាកន្លែងណាគេអាចធ្វើបានកន្លែងណាដែលគេមិនអាចធ្វើបានហើយកន្លែងណាគ្រោះថ្នាក់កន្លែងណាមិនគ្រោះថ្នាក់បើទោះជាគ្រោះថ្នាក់ហ្នឹងវាត្រូវមានគេហៅថាមានវិធីដើម្បីដោះបន្ទុកអំពីគំនាបទាំងឡាយដែលអន្តរជាតិដាក់ទៅរបបដែលកំពុងតែអនុវត្តនៅវិធានទាំងឡាយដែលគាត់បានរៀបចំឲ្យអញ្ចឹងការដែលគាត់ធ្វើហ្នឹងណាការដែលគាត់ឲ្យកម្ពុជាធ្វើហ្នឹងលោក Sharon ធ្លាប់ទៅជួយនៅក្នុងប្រទេសថៃជួយនៅក្នុងប្រទេសកម្ពុជាជួយនៅប្រទេសប៉ូឡូញជួយនៅរ៉ូម៉ានីជួយនៅប្រទេសខេនយ៉ាហើយនិងខុងហ្គោដូច្នេះបទពិសោធន៍របស់គាត់គឺគាត់លក់ជំនាញរបស់គាត់នៅក្នុងការរៀបចំផែនការប្រតិបត្តិការគេហៅថាស្អីចន្លោះច្បាប់យើងហៅថាពីព្រោះច្បាប់ជាទូទៅគេហៅ legal gapsហ្នឹងគឺជាចន្លោះរវាងសនិងខ្មៅហ្នឹងវាមានប្រភេទកណ្ដាលមួយអញ្ចឹងណាវាមាន thin line មួយនៅកន្លែងហ្នឹងសម្រាប់ឲ្យមានឱកាសនៅក្នុងការបង្វិលខ្លួនដូច្នេះ Sharon ហ្នឹងបានអនុញ្ញាតឬក៏បានរៀបចំផែនការហ្នឹងឲ្យរបបហ៊ុនសែនហ្នឹងអនុវត្តរបៀបហ្នឹងគឺមានការបោះឆ្នោតក៏ប៉ុន្តែគណៈបកណាដែលមានទំនោរថានឹងមានប្រជាពលរដ្ឋគ្រប់គ្រងត្រូវដាក់លក្ខខណ្ឌច្បាប់ចោទប្រកាន់មួយភ្លាមថាមេគណៈបកហ្នឹងមានបច្ចេកទេសឬក៏មានកំហុសខុសឆ្គងតាក់ទងជាមួយនឹងនយោបាយតាក់ទងជាមួយនឹងផ្ទាល់ខ្លួនតាក់ទងនឹងស្អីក៏តាក់ទងទៅរករឿងលេះនយោបាយមិនបានតាក់ទងរឿងផ្ទាល់ខ្លួនរករឿងផ្ទាល់ខ្លួនមិនបានតាក់ទងជាមួយរឿងបរិហាគេអីចឹងទៅធ្វើយ៉ាងណាឲ្យអនុវត្តធ្វើឲ្យគណៈបកនយោបាយមួយហ្នឹងណាជាប់គាំងនៅក្នុងយុទ្ធនាការនៃការឃោសនាដណ្ដើមសម្លេងនោះគឺជាវិធីសាស្ត្រនោះគឺជាកលឹះដែលគេតែងឬក៏បានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាហើយនឹងនៅក្នុងប្រទេសដទៃទៀតដែរនោះគឺជាវិធីដែលលោក Aaron Sharif ហ្នឹងបានយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបានខ្ញុំចង់និយាយថានៅក្នុងលក្ខខណ្ឌការបោះឆ្នោតត្រឹមត្រូវការបោះឆ្នោតត្រឹមត្រូវដោយអ្វីដែលសណយបាននិយាយណាវាតលតែមិនមែនថាទាំងអស់វាសុក្រិតទេវាតលតែប្រើប្រព័ន្ធដែលមានគេហៅថាបច្ចេកវិទ្យាទំនើបនៅក្នុងការរាប់ស្លឹកឆ្នោតហ្នឹងផងហើយវាមានទាំងគេហៅថាចំណេះដឹងមូលដ្ឋានរបស់ម្ចាស់ឆ្នោតហ្នឹងដែលដឹងច្បាស់អំពីសិទ្ធិហើយនិងអំណាចរបស់ខ្លួនឯងដោយខ្ញុំបាននិយាយពីថ្ងៃមុនអំពី self empowered ណាបើមិនជាយើងស្គាល់ self empowered ណាគឺយើងអាចដឹងថាតម្លៃហើយនិងអំណាចរបស់យើងហ្នឹងវានៅក្នុងកម្រិតណាក៏ប៉ុន្តែនៅក្នុងប្រទេសដែលមិនទាន់រីកចម្រើនឬក៏ប្រទេសក្រីក្រនៅឡើយឬក៏ប្រទេសមិនទាន់មានអធិបុលឬក៏ការសាព្រោះនៅអំណាចឬក៏សិទ្ធិមូលដ្ឋាននឹងបានពេញលេញប្រជាពលរដ្ឋគាត់ខ្វះព័ត៌មានកន្លែងហ្នឹងកុំថាតែប្រទេសកម្ពុជាកុំថាតែនៅដូចជាប៉ាណាម៉ាឬក៏ខេនយ៉ាឬក៏ប៊ុលហ្គារីជាដើមមកទីហោះថាវាទៅនឹងចេញពីរបបកុម្មុយនីសអីមកអញ្ចឹងណាដែលមិនទាន់ដឹងអំពីសិទ្ធិមូលដ្ឋានហ្នឹងសូម្បីតែនៅក្នុងប្រទេសជិតខាងរបស់យើងណាដែលជាប្រទេសប្រជាធិបតេយ្យដូចជាប្រទេសម៉ាឡេស៊ីដូចជាប្រទេសថៃប្រទេសទាំងអស់ហ្នឹងណាគឺមិនមានប្រជាពលរដ្ឋមិនមានចំណេះដឹងផ្នែកសិទ្ធិមូលដ្ឋានហ្នឹងប្រហែលតែបើទោះជាយើងទទួលស្គាល់ថាប្រទេសថៃគេមានគេហៅថាការអនុវត្តប្រជាធិបតេយ្យនៅក្នុងប្រទេសគេហ្នឹងវាច្រើនឆ្នាំជាងយើងហើយនិយាយទៅគឺគេបានសន្តិភាពជាង100ឆ្នាំហើយដូច្នេះការវិវត្តនឹងបរិយាកាសប្រជាធិបតេយ្យរបស់ប្រទេសថៃយ៉ាងហោចក៏គ្រាន់បើជាងប្រទេសកម្ពុជាដែរក៏ប៉ុន្តែប្រទេសថៃនៅតែជួបជាមួយនឹងឧបសគ្គនៃការគម្រាមកំហែងគេហៅថាមានគេហៅនៅប្រទេសថៃបើដូចនៅស្រុកខ្មែរយើងហៅថាសកម្មជនឆ្នើមឬក៏អ្នកដែលមានគេហៅថានិមិត្តរូបឬក៏ភាពល្បីល្បាញនៅក្នុងសហគមន៍អីចឹងទៅប៉ុន្តែនៅក្នុងប្រទេសថៃគេហៅពួកហ៊ូខេណែនហ្នឹងគឺជាពួកមេវាដូចជាមេអីចឹងណាដូចជាគេហៅថាមេអីហ៊ូខេណែនហ្នឹងតាមពិតមេសម្លេងណាប៉ុន្តែមិនដឹងប្រែភាសាខ្មែរយើងហៅមិនទៅហ្នឹងហ៊ូខេណែនហ្នឹងគឺជាអ្នកដែលមានឥទ្ធិពលនៅក្នុងតំបន់គេឲ្យបកគលរបៀបហ្នឹងហើយ
មានអំណាចជាមេឃុំមានអំណាចជាកងកម្លាំងឬក៏សមត្ថកិច្ចជាពិសេសគឺអាជ្ញាធរនឹងតែម្ដងឲ្យមានអំណាចហើយមានលុយតែមានអំណាចមានលុយហើយទៅទិញសម្លេងមហាជននៅក្នុងស្រុកថៃទិញសម្លេងនៅក្នុងស្រុកខ្មែរទិញសម្លេងអាយុទ្ធសាស្ត្រនេះដែលលោក Aaron Survive ហ្នឹងណាបានយកទៅប្រើប្រាស់ហ្នឹងគឺគេយកអាវិធីហ្នឹងអញ្ចឹងហើយបានជាការបោះឆ្នោតត្រឹមត្រូវនឹងវារកអត់បានមិនមែនតែកម្ពុជាទេដោយសារគេមើលឃើញថាអាប្រព័ន្ធរបៀបនេះណាបើហ៊ុនសែនធ្វើទៅបើហ៊ុនសែនអនុវត្តទៅវាជួបបញ្ហារបៀបនេះគេរកឃើញថាមានការទិញសម្លេងគេរកឃើញថាមានការគម្រាមកំហែងវាមិនមែនតែប្រទេសខ្មែរមួយទេពិភពលោកនេះមានប្រទេសរបៀបហ្នឹងច្រើនណាស់ដោយសារពលរដ្ឋអត់យល់ដោយសារពលរដ្ឋខ្លោចខ្លាចដោយសារអំណាចនៃការអនុវត្តនៅសម្ពាធអន្តរជាតិនឹងវាមិនមែនដាក់ភ្លាមបានដល់ទៅហ៊ុនសែនភ្លាមទេចន្លោះរបៀបនេះហើយដែលលោក Aaron Survive ហ្នឹងយកទៅឲ្យហ៊ុនសែនប្រើចំណុចទាំងអស់នេះណាបងប្អូនចំណុចទាំងអស់នេះហើយដែលខ្ញុំមើលថាវាបើយើងគ្រាន់តែធ្វើនយោបាយប្រឆាំងរបៀបដែលយើងចង់បានក៏ប៉ុន្តែយើងមិនតបជាមួយនឹងអយុធសាស្ត្ររបស់គេណាបងប្អូនមិនងាយទេខ្ញុំគិតណាមិនងាយទេអញ្ចឹងបានខ្ញុំចេះតែរកវិធីផ្សេងជម្រាបឲ្យបងប្អូនដឹងថាក្រៅតែពីនេះណាក្រៅតែពីនេះតើយើងត្រូវធ្វើអីទៀតដើម្បីយកអ្វីដែលយើងចង់បានហ្នឹងទៅតាមវិធីដទៃទៀតក្រៅពីយើងគ្រាន់តែនិយាយថាប្រជាធិបតេយ្យសេរីពហុបកចូលរួមការបោះឆ្នោតបង្កើតគណៈបកនយោបាយបើយើងធ្វើតែប៉ុណ្្នឹងទេគឺមានន័យថាយើងកំពុងតែយើងហៅស្អីខ្យងតាមរនាស់ណាគឺយើងនឹងនៅតែគេហៅស្អីនៅតែរត់ពីក្រោយព្រឹត្តិការណ៍ណានៅតែរត់តែពីក្រោយព្រឹត្តិការណ៍ហ្នឹងណាយើងអត់អាចទៅទប់សកម្មភាពឬក៏ទៅរារាំងឬក៏ទៅទប់ស្កាត់អ្វីដែលជាយុទ្ធសាស្ត្រនិងផែនការរបស់គេនឹងបានគឺយើងនឹងរត់តាមពីក្រោយគេរហូតអញ្ចឹងណានឹងthe summary គាត់ថា Sharon Survive នឹង position master to the country បាទប្រហែលជាអញ្ចឹងណាប្រហែលជាមិនមែនគាត់ជាអ្នកនយោបាយតែតាមពិតបើតាមមើលទៅតាមប្រវត្តិរបស់គាត់ណាគាត់គឺជាអ្នកគេហៅអីគាត់គឺជាអ្នកយុទ្ធសាស្ត្រអ្នករៀបចំយុទ្ធសាស្ត្រគាត់មិនមែនអ្នកនយោបាយទេគាត់ប៉ុន្តែគាត់ជាអ្នកយុទ្ធសាស្ត្រដូច្នេះគាត់ដើរលក់យុទ្ធសាស្ត្ររបស់គាត់នៅក្នុងការប្រតិបត្តិការហ្នឹងហើយគាត់ដឹងអំពីថាតើមួយណាមានប្រសិទ្ធភាពមួយណាដែលប៉ះពាល់មួយណាដែលវា impact ជាលក្ខណៈ direct ហើយនិង indirect អីចឹងណាគាត់មានយុទ្ធសាស្ត្រហ្នឹងគាត់មានវិធីហ្នឹងដើម្បីយកទៅលក់ឲ្យទៅអ្នកនយោបាយអញ្ចឹងអ្នកនយោបាយហ្នឹងទិញគាត់ដែលទិញនៅក្នុងដែលខ្ញុំរាប់នៅក្នុងនេះមិនខ្ញុំរាប់មានប្រទេសថៃណាមានប្រទេសកម្ពុជាមាន Poland មាន Romania Kenya Congo និងមួយទៀតស្អីណា Bulgaria ហើយស្អីមួយទៀតហ្នឹងCyprus ណាប្រទេសទាំងអស់ហ្នឹងណាSerbiaមួយទៀតហ្នឹងហើយSerbiaមួយទៀតហើយនឹងមានប្រទេសដទៃទៀតនៅក្នុងសហគមន៍អឺរ៉ុបមានន័យថាគាត់មាន firm មួយគាត់មានក្រុមរបស់គាត់មួយក្រុមរបស់គាត់ហ្នឹងគឺជាក្រុមសម្រាប់បង្រៀនអំពីយុទ្ធសាស្ត្រខលខូចហ្នឹងនេះដូចពួកក្រុមនេះដូចពួកក្រុម cyber scam ណាក្រុម cyber scam គេមានក្រុមរបស់គេមួយក៏ប៉ុន្តែក្រុមនេះគឺក្រុម political strategic ក្រុមគេនេះណាពីព្រោះវាមានក្រុមគេច្រើននៅក្នុងពិភពលោកនេះណាវាមានក្រុមពល lobbyist ហ្នឹងគឺជាក្រុមដែលធ្វើតែកិច្ចការតាក់ទងជាមួយនឹង lobby តាក់ទងជាមួយនឹងការទៅភាសាខ្មែរយើងហៅអីអន្តងឬក៏គេហៅថាការទៅបញ្ចុះបញ្ចូលណាការទៅបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលណាមួយនឹងជឿទៅតាមអ្វីដែលជាគោលបំណងរបស់ប្រទេសណាមួយឧទាហរណ៍ថាកម្ពុជាមានក្រុមគេជួលក្រុមពល lobbyist ហ្នឹងក្រុមពល lobbyist ដែលថ្ងៃមុនគេទៅធ្វើវីដេអូ content មួយនៅឯប្រចាំហ្នឹងណាម្នាក់ហ្នឹងឈ្មោះស្អីខ្ញុំភ្លេចឈ្មោះទៅណាបងប្អូនស្គាល់ហើយគឺក្រុមហ្នឹងគឺក្រុម lobbyist ដែលម្នាក់ហ៊ុនសែនទិញមិនមែន10000 20000 1លាន2លានទេណាបងប្អូនមិនមែន1លាន2លានណាមានពី10លានឡើងទៅហ្នឹងគេទិញ firm ហ្នឹងដើម្បីទៅធ្វើការដូច្នេះហ៊ុនសែនហ្នឹងចាយលុយខ្លាំងណាស់ដើម្បីគ្រប់គ្រងអំណាចនេះមិនមែនរឿងលេងទេបងប្អូនមកធ្វើនយោបាយសិក្សាឲ្យជ្រៅមិនមែនរឿងលេងទេមិនមែនធ្វើការប្រឆាំងហ៊ុនសែនប្រឆាំងជាមួយនឹងសកម្មភាពប្រចាំថ្ងៃហ្នឹងទេហ៊ុនសែនមានក្រុម lobbyist ហ៊ុនសែនមានក្រុម political strategist ហើយហ៊ុនសែនមានក្រុម international relation របស់គេណាហ៊ុនសែនមានទាំងអានេះបើតាមព័ត៌មានមិនច្បាស់ការឲ្យខ្ញុំមិនចង់និយាយទេមានទាំងទិញតំណាងរបស់ប្រទេសនឹងថែមទៀតទិញតំណាងនឹងចង់និយាយថារដ្ឋទូតនេះដែលទៅដល់ទីក្រុងភ្នំពេញណានៅពេលដែលមានរដ្ឋត្រីសមុទ្រសនៅពេលដែលមានគេហៅថាការជប់លៀងផ្លូវការណាមួយដើម្បីស្វាគមន៍ណាមួយណាមានកញ្ចប់លុយមិនមែន10000 20000ទេណាបងប្អូន
ចាប់ពី10ទៅ20លានឡើងគេទិញស្រុកខ្មែរយកណាបងប្អូនគេទិញស្រុកខ្មែរយកយួនទិញស្រុកខ្មែរយកដូច្នេះរឿងរ៉ាវទាំង live ដែលកើតឡើងនៅក្នុងស្រុកខ្មែរហ្នឹងណាវាមិនមែនរឿងធម្មតាទេបើយើងធ្វើសកម្មភាពគ្រាន់តែទៅលើកផ្លាកទៅឃោសនាទៅបោះឆ្នោតគឺនឹងបានប្រព័ន្ធបោះឆ្នោតរបៀបនេះប្រព័ន្ធបោះឆ្នោតរបៀបនេះថាបោះទៅដើម្បីបង្ក្រប់កិច្ចចឹងណាបងប្អូនបោះទៅឲ្យឃើញទៅជានីតិកាលសម័យកាលហើយនឹងបានលទ្ធផលមកប៉ុណ្ណឹងរឿងផ្លូវការរឿងយុត្តិធម៌រឿងស្អីដែលបងប្អូននិយាយមិញថាត្រឹមត្រូវសេរីអីហ្នឹងណាវាអត់អាចទេវាអត់អាចទេពីព្រោះគេទិញយកអស់ហើយគេនិយាយអំពីគ្រប់គ្រងគេរៀបចំប្រព័ន្ធគ្រប់គ្រងអំណាចចំណុចទាំងអស់នេះខ្ញុំនិយាយនៅទីនេះបានអ្នករៀបចំយុទ្ធសាស្ត្រគេអាចយកវាទៅចង់ថានៅពេលដែលមានក្រុម lobbyist តើក្រុម lobbyist ជាអ្នកណាគេធ្វើការស្អីខ្លះក្រុមរបស់ strategic political strategic គេធ្វើការអីខ្លះរបៀបណាយើងមានក្រុមហ្នឹងដើម្បីធ្វើការតបជាមួយនឹងក្រុមទាំងអស់ហ្នឹងហើយឬនៅរឿងទាំងអស់ហ្នឹងបើសិនជាខ្មែរទាំងអស់គ្នាគ្រប់និន្នាការនយោបាយមិនយកវាមកធ្វើជារបៀបនៅក្នុងបេសកកម្មដើម្បីទៅព្រោះរំលំរបស់ហ៊ុនសែនទេណាយើងគ្រាន់តែស្រែកព្រោះរំលំតែតាមអ្វីដែលយើងនិយាយនេះណាគឺមិនងាយទេបងប្អូនមិនងាយខ្ញុំគិតណាគឺមិនងាយទេដូច្នេះហើយបានជាខ្ញុំថាយើងទាំងអស់គ្នាត្រូវធ្វើការជាប្រព័ន្ធយើងទាំងអស់គ្នាត្រូវរកឲ្យឃើញដូចខ្ញុំនិយាយថាសូម្បីតែក្រុមដែលយើងនិយាយអំពីការរំលោភសិទ្ធិមនុស្សដែលគេប្រើប្រាស់ច្បាប់ជាអាវុធហ្នឹងណាក៏យើងមិនទាន់មានកលឹះយើងមិនទាន់មានឧបករណ៍ពីព្រោះសំខាន់ណា tool របស់វាណា tool របស់វាដើម្បីទៅ crack កន្លែងណាមួយដើម្បីទៅកាច់កន្លែងណាមួយដូចជាបច្ចេកទេសទូទៅអញ្ចឹងបច្ចេកទេស mechanic អញ្ចឹងបើយើងនិយាយអំពី management ណាវាអត់ខុសគ្នាអំពី physical and mechanic ទេពីព្រោះphysical mechanic នៅពេលដែលវា error វាត្រូវមានឧបករណ៍ណាមួយវាត្រូវមាន tool ណាមួយសម្រាប់ទៅធ្វើ corrective action អញ្ចឹងណាសម្រាប់ទៅធ្វើការកែសម្រួលវារឿង management ហើយនឹង strategy ទាំងអស់នេះណាក៏វាត្រូវមានអានឹងដូចគ្នាវាត្រូវមាន tool នឹងដូចគ្នាដើម្បីទៅធ្វើ reformat ឬក៏ដើម្បីទៅ response ជាមួយនឹងយុទ្ធសាស្ត្ររបស់គេតែបើសិនជាយើងគ្រាន់តែនិយាយថាពួកហ៊ុនសែនហ្នឹងធ្វើនយោបាយវាចូលមកដល់សហគមន៍វាចូលមកដល់អង្គភាពវាចូលមកដល់ផ្ទៃក្នុងអាហ្នឹងយើងដឹងនៅពេលដែលយើងជួបក៏ប៉ុន្តែយើងខ្លួនឯងអត់មានគេហៅថា responsive ដែល tool សម្រាប់វាយបកឬក៏សម្រាប់ទប់ទល់ជាមួយនឹងអ្វីទាំងអស់ហ្នឹងទេឧទាហរណ៍ករណីថាគេបានបញ្ជូនពួកលោករបស់គេចូលមកក្នុងសម្បុករបស់យើងគេចូលមកពេញគេក៏កោគេក៏កាយគេវាយគេបដូរយុទ្ធសាស្ត្រគេចង្អុលទៅដៅឲ្យយើងដើរវង្វេងសមរភូមិពេញព្រៃតែយើងអត់មាន responsive tool សម្រាប់ទៅទប់ទល់ជាមួយនឹងរឿងហ្នឹងករណីមួយដូចជាមានគេប្រើពួកចារកម្មអីមកជេរបាច់ផ្សែងពេញអាមេរិកពេញកាណាដាពេញអូស្ត្រាលីអត់មានអ្នកណាធ្វើអីសោះណាអត់មានអ្នកណាធ្វើអីសោះដល់ពេលធ្វើបានមួយហើយក៏ប៉ុណ្្នឹងឯងអត់មានថាអស់ស្អីខ្លះធ្វើតទៅទៀតតែនៅក្នុងអាមេរិកប្រហែលអ្នកដែលយើងមានមូលដ្ឋាននៅក្នុងអូស្ត្រាលីមានប្រហែលអ្នកដែលយើងមានមូលដ្ឋានសម្រាប់ធ្វើជាលក្ខណៈ responsive ដើម្បីឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្ររបស់ហ៊ុនសែនក្នុងការបំផាក់ស្មារតីរបស់គ្នាយើងអត់មានទាំងអស់ហ្នឹងហើយដែលយើងថាយើងអត់មាន system យើងអត់ទាន់មានខ្ញុំមិនមែនបន្តទេតែគាត់តែយើងអត់ទាន់ឃើញថាតើក្រុមណាធ្វើអីយើងនាំគ្នាធ្វើតាមអារម្មណ៍ធ្វើតាមការនឹកឃើញធ្វើតាមដែលជាសពឃើញអីយកមកកាត់កន្លែងហ្នឹងទៅអាហ្នឹងណាប៉ុន្តែទាំងអស់នេះខ្ញុំគ្រាន់តែនិយាយអំពីរបៀបដែលគេចូលមកលុកលុយនៅក្នុងគណៈបកយើងប៉ុន្តែអ្វីដែលជាប្រធានបទដែលគេធ្វើឲ្យការគ្រប់គ្រងអំណាចរបស់ហ៊ុនសែនមានលក្ខណៈរឹងមាំធ្វើឲ្យការតស៊ូមតិប្រឆាំងជាមួយនឹងរបបហ៊ុនសែនមិនបានឬក៏មិនទាន់បានជោគជ័យនោះគឺជាការបន្លាយឬក៏ទុកពេលវេលាឲ្យអំណាចនៃការគ្រប់គ្រងរដ្ឋហ្នឹងណាបានរៀបចំនៅអ្វីដែលគេចង់បានរយៈពេលវែងគឺរចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណៈបកនយោបាយគណៈបកប្រជាជនហ្នឹងហើយនឹងរៀបចំអង្គការចាត់តាំងនិងបណ្ដោះមនសិការស្មារតីគេហៅស្អីភាពជាមិត្តឬក៏ភាពជាបងប្អូនរវាងយួននិងខ្មែរនឹងបានកាន់តែយូរហើយនឹងមានប្រសិទ្ធភាពចំណុចខ្លះដែលខ្ញុំចង់យកមកនិយាយនៅក្នុងកន្លែងនេះណាបងប្អូនមានរឿងមួយដែលបងប្អូនប្រហែលជាមើលឃើញដែរក៏ប៉ុន្តែមិនបានយកវាមកនិយាយគឺតាក់ទងជាមួយនឹងការវិនិយោគនិងការគ្រប់គ្រងដែលខ្ញុំនិយាយច្រើនហើយពីអំពីរឿងថាយួនលេបយកកម្ពុជាបានតាមរបៀបណាកាលពី79គេយករថក្រោះកំភ្លើងធំហើយនឹងកងកម្លាំងមកគ្រប់គ្រងកម្ពុជាមិនអញ្ចឹងនៅក្រោយពេលដែលយុទ្ធសាស្ត្រឬក៏ប្រតិបត្តិការដើម្បីទប់ជាមួយនឹងអំណាចយោធាហ្នឹងបានផ្លាស់ប្ដូរឲ្យទៅជាការគ្រប់គ្រងអំណាចដោយគេហៅថាអំណាចច្បាប់$23និយាយអញ្ចឹងណា
នៅពេលដែលយើងបានច្បាប់$23ដែលនិយាយអំពីបូរណភាពអធិបតេយ្យនិងការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកហ្នឹងណាធ្វើឲ្យប្រទេសយួនហ្នឹងជាប់កាំងកន្លែងហ្នឹងមួយរយៈហើយនឹងមានការបង្ខំឲ្យកងទ័ពយួនហ្នឹងដកចេញពីប្រទេសកម្ពុជាយើងមើលឃើញថាកងទ័ពយួនដកចេញពីប្រទេសកម្ពុជាហ្នឹងយើងមើលឃើញប៉ុន្តែដែលយើងមើលមិនឃើញនិយាយពីយើងមើលមិនឃើញគឺកងកម្លាំងយួនមានប្រព័ន្ធមានកូនមានមូលដ្ឋានមានទីតាំងចូលជើងនៅគ្រប់កន្លែងទាំងអស់យួនបញ្ចេញទៅនៅពេលថ្ងៃយប់ឡើងទៅចូលមកវិញគ្មានអ្នកសង្កេតការគ្មានរបាយការណ៍គ្មានការកត់ចំណាំហើយនឹងគ្មានការគ្រប់គ្រងទិន្នន័យនឹងទាំងអស់គ្រាន់តែថាយួនដកចេញនៅឆ្នាំ1999គ្មានអ្នកណាដឹងទាំងអស់សំទោស1989គ្មានអ្នកណាដឹងថាយួនចេញប្រមាណទៅពេលណាមកវិញប្រមាណគ្មានអ្នកណាដឹងគឺគ្រាន់តែធ្វើទៅតាមអ្វីដែលហ៊ុនសែនបានព្រមព្រៀងនៅឯអង្គការសហប្រជាជាតិថាឲ្យយួនដកកងទ័ពក៏ប៉ុន្តែយួនថាតែដកទេហើយនឹងជិះឡានបង្ហាញថតនៅមុខរាជវាំងសម្រាប់ថតយករូបមកបង្ហាញមកភូតភរអន្តរជាតិហ្នឹងណាប៉ុន្តែកម្លាំងទាំងអស់ហ្នឹងគេដោះឯកសណ្ឋានយួនគេពាក់ឯកសណ្ឋានទាហានហេងសំរិនកាលពីសម័យហ្នឹងណាបងប្អូនដូច្នេះរឿងគឺវានៅកន្លែងហ្នឹងគេចាប់ផ្ដើមគ្រប់គ្រងកម្ពុជាយើងតាំងពីពេលហ្នឹងយួនដែលនៅក្នុងស្រុកខ្មែរមានប្រពន្ធមានកូនមានផ្ទះមានសម្បែងមានមុខរបរមានទីលំនៅពិតប្រាកដមានកូនមានចៅរហូតដល់អ្នកដែលកើតនៅក្នុងឆ្នាំ80 81 82 83ឥឡូវនេះខ្លាយទៅជាមេប៉ូលីសខ្លាយទៅជាមេទាហានខ្លាយទៅជាកងកម្លាំងរបស់ប្រទេសយើងរួចអស់ហើយមន្ត្រីធំពួកជំនាញការវាងាប់អស់ខ្លះហើយតាមការពិតណាមានងាប់អស់ខ្លះហើយក៏ប៉ុន្តែអ្នកដែលនៅក៏ច្រើនដែរគ្រប់ក្រសួងមន្ត្រីទាំងអស់គឺអ្នកជំនាញការយួននៅគ្រប់គ្រងកន្លែងហ្នឹងរឿងនេះតើមានអ្នកនយោបាយណាមានទិន្នន័យរឿងនេះមានអ្នកនយោបាយណាបានដកស្រង់បានស្រាវជ្រាវថាយួនដែលនៅគ្រប់គ្រងស្វ័យប៉ោហ្នឹងអ្នកណាយួនដែលនៅគ្រប់គ្រងក្រុងបាត់ដំបងហ្នឹងអ្នកណាយួនដែលកំពុងតែធ្វើជាទីប្រឹក្សារបស់ស្រុកឯកភ្នំហ្នឹងអ្នកណាយើងអត់មានអ្នកណាបានទិន្នន័យហ្នឹងទាំងអស់យើងទាំងអស់គ្នាដែលខ្ញុំនិយាយយើងទាំងអស់គ្នាគឺខ្មែរទាំងអស់គ្នាអ្នកនយោបាយគ្រប់នានាការនយោបាយគ្មានអ្នកណាយកឯកសារទាំងអស់ហ្នឹងមកធ្វើជាមូលដ្ឋានទេរួចហើយយើងតាំងក្នុងគ្នាសន្និដ្ឋានថាយួននៅពេញស្រុកខ្មែរប៉ុន្តែឈ្មោះហើយនឹងទីតាំងប្រវត្តិសូម្បីតែប្រធានសភារបស់ខ្មែរបច្ចុប្បន្ននេះដែលថាកើតនៅស្វាយប៉ោមិនដឹងជាស្វាយប៉ោមកបែរទៅណាផងកើតនៅឆ្នាំ1944ហ្នឹងណាក៏មិនដឹងថាស្វាយប៉ោនៅកន្លែងណាវាអត់មានអ្នកកើតនៅស្វាយប៉ោទេបើកើតនៅភូមិណាផ្សេងបើកើតនៅខេត្តណាផ្សេងប៉ុន្តែជាទូទៅគេមិនដែរហៅថាខ្ញុំកើតនៅស្រុកថ្មពួកខ្ញុំកើតនៅស្រុកប្រទេសឆ្មាគេមិនដែរនិយាយយ៉ាងទេបើគេនិយាយភូមិតែម្ដងគេនិយាយខេត្តតែម្ដងប៉ុន្តែគ្រាន់តែចេញមកយើងដឹងថាអានឹងយួនខ្លាំងៗហ្នឹងយ៉ាងនិយាយអញ្ចឹងណាដូច្នេះហើយបានជាវាបញ្ហាយើងអត់មានអាមូលដ្ឋានហ្នឹងវាអត់មានអាមូលដ្ឋានហ្នឹងអញ្ចឹងការដែលគេបញ្ជ្រាបចូលនិគមជនរបស់គេតាំងពីឆ្នាំ1979 89គេភូតកុហកយើងថាគេដកចេញក៏ប៉ុន្តែគេគ្មានដកទៅណាទេគឺគេមានតែបញ្ចូលថែមមកគ្រប់គ្រងបញ្ចូលថែមមករស់នៅបញ្ចូលថែមមកមានអំណាចនៅក្នុងជួររដ្ឋាភិបាលរបស់ខ្មែរយើងឥឡូវថ្ងៃនេះដូចគ្នាឥឡូវបងប្អូនគិតមើលថ្ងៃនេះណាអ្នកណាក៏ដោយទោះបីអ្នកឯងកាយ5លោកខែក៏ដោយនិយាយអំពីរឿងយួនឆ្លៀនពៀនហើយនឹងយួនដាក់អាណានិគមដោយសមរនៅលើប្រទេសកម្ពុជានិយាយសាកមើលបើមិនគុកទេក៏គុកដែរយ៉ាងនិយាយអញ្ចឹងណាកុំថាឡើយត្រឹមកម្រិតហ៊ុនសែនប៉ែនសវណ្ណឲ្យតែនិយាយអំពីរឿងប្រឆាំងជាមួយយួនគឺគុកតែទាំងអស់ហ្នឹងរហូតដល់ពួកច័ន្ទស៊ីពួកអីស្លាប់ដែលបាត់បង់អាយុជីវិតគឺដោយសារប្រឆាំងជាមួយនឹងគោលនយោបាយយួនអញ្ចឹងបានហ៊ុនសែនមិនហ៊ានប្រឆាំងធ្វើគ្រប់យ៉ាងដើម្បីឲ្យយួនយកទឹកដីមិនហ៊ានប្រឆាំងពីព្រោះចង់រស់នៅដើម្បីក្របអំណាចហ្នឹងឬក៏ធ្វើជាអាយ៉ងរបស់គេហ្នឹងអញ្ចឹងរឿងទាំងអស់នេះបងប្អូនមើលក្នុងរូបភាពមួយបងប្អូនមើលអត់ឃើញទេប៉ុន្តែនៅពេលដែលបងប្អូនពិចារណាតែបានដឹងថាយួននៅកន្លែងណាខ្លះហើយប្រទេសយើងវាคล้ายទៅជាគេហៅថាប្រទេសរណបឬក៏ប្រទេសចំណុះឬក៏ជាអាណាខេត្តរបស់យួនណាតាំងពីពេលណាមកបងប្អូនឃើញហេតុអីបានជាកសិករខ្មែរធ្វើស៊ីរកស៊ីរយៈពេលជាង40ឆ្នាំនេះមិនមែនបានត្រឹមតែជីវភាពប្រសើរទេមិនថាដល់មានទេចុះតែផ្ទុយទៅវិញទៅជារលាយហិនហោចអ្នកដែលធ្លាប់មានដីស្រែរាប់ហិកតាឥឡូវនេះហ្នឹងដីស្រែទាំងអស់ហ្នឹងคล้ายទៅជាបំណុលធនាគារអស់ហើយអញ្ចឹងហើយបានបងប្អូនខ្លះមកនិយាយគ្នាអំពីរឿងថៃឆ្លៀនពៀនយកទឹកដីហើយរឿងទាំងអស់ហ្នឹងខ្ញុំនិយាយម្ដងទៀតអ្នកណាពេញចិត្តស្ដាប់ក៏ស្ដាប់ទៅអ្នកណាមិនពេញចិត្តក៏ខ្ញុំសុំទោសរឿងគេធ្វើសង្គ្រាមព្រំដែនមួយនេះណាមិនមែនថៃជាអ្នកផ្ទុះសង្គ្រាមទេហ៊ុនសែនរៀបចំផែនការតាំងពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2024មិន2025ណាបងប្អូនតាំងពីឆ្នាំ2024នៅពេលដែលពង្រៀងស្ដីពីការរៀបចំផែនការបោះសម្អាតអក្រិតកម្ម Cyber Scam នៅក្នុងប្រទេសកម្ពុជានៅសហរដ្ឋអាមេរិកក្រោយពីគេរៀបចំបង្ក្រាបពួកក្រុមហ៊ុនហ៊ុយវ៉ាន់របស់លោកហ៊ុនតូណាគឺគេទៅមកដំណាក់គេនឹងរៀបចំ
ដំបូងឡើយគេរៀបចំច្បាប់តាក់ទងជាមួយនឹងប្រជាធិបតេយ្យនៅក្នុងកម្ពុជានោះក៏មិនទាន់បានឆ្លងកាត់ឬក៏មិនទាន់ចូលជាធរមានក៏រំលងចោលទៅក៏ប៉ុន្តែក្រោយមកទៀតហេតុផលទាំងអស់នោះយើងមិនបានជំរុញយើងមិនមានគេហៅថាប្រតិកម្មដើម្បីសហការឬក៏យ៉ាងណាខ្ញុំមិនដឹងទេក៏ប៉ុន្តែតាក់ទងមកចំណុចមួយទៀតគឺតាក់ទងជាមួយនឹងការរៀបចំបង្ក្រាប cyber scam ដែលគេមានប្រព័ន្ធច្បាស់លាស់ថាមានលុយចំនួនមហាសាលដែលចេញមកពីប្រទេសកម្ពុជាណាក្នុងការមកលៀងហើយនឹងស្រូបយកលុយពីក្រៅប្រទេសទៅជាពិសេសនៅក្នុងសហគមន៍អឺរ៉ុបហើយនឹងប្រទេសអាមេរិកនឹងតែម្ដងដែលពួក cyber scam ហ្នឹង attack ខ្លាំងហើយ cyber scam ហ្នឹងរៀបចំដោយរដ្ឋាភិបាលចិនដែលប្រើដៃរបស់លោកហ៊ុនសែនហើយលោកហ៊ុនសែនត្រូវការលុយសម្រាប់យកមកគ្រប់គ្រងអំណាចដូច្នេះផែនការរបស់គេបំរុងនឹងចេញទៅដល់ការអនុវត្តនឹងសេចក្តីព្រាងច្បាប់ហ្នឹងវាលេចលឺទៅដល់ហ៊ុនសែនហើយហេតុអីបានលេចលឺពីព្រោះមានព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកដែលមានតំណែងតំណងល្អជាមួយលោកហ៊ុនសែនបងប្អូនតាមរកទៅថាអ្នកណាព្រឹទ្ធសភាមួយណាដែលមានតំណែងតំណងល្អជាមួយរបស់ហ៊ុនសែនហើយដែលបានទៅទស្សនកិច្ចនៅជាមួយហ៊ុនសែនហើយត្រឡប់មកវិញមានលុយរបៀបណាបងប្អូនមើលក្រោយហ្នឹងទៅអញ្ចឹងព័ត៌មាននៅហើយដែលធ្វើឲ្យហ៊ុនសែនរៀបចំយុទ្ធសាស្ត្រក្លៀមថាត្រូវធ្វើយ៉ាងណាដើម្បីបង្រៀនព្រឹត្តិការណ៍អញ្ចឹងថ្ងៃទី23អសំទៅថ្ងៃទី13ខែកុម្ភៈហ៊ុនសែនបានរៀបចំកម្លាំងរបស់ខ្លួនហ្នឹងដើម្បីពង្រាយតាមព្រំដែនទាំងអស់រួចហើយបង្កើតឲ្យទៅជាព្រឹត្តិការណ៍នៅប្រាសាទតាមុនតូចប្រាសាទតាមុនធំដែលឲ្យសិល្បករសិល្បករនេះឡើងទៅជេរទាហានថៃទាហានខ្មែរនៅលើកំពូលភ្នំហ្នឹងនោះគឺជាដំណើរការនៃការចាប់ផ្ដើមបង្កើតព្រឹត្តិការណ៍គ្មានថៃណាមកឈ្លានពានទេគឺហ៊ុនសែនបង្កើតព្រឹត្តិការណ៍រឿងអ្នកដែលឈ្លានពានខ្ញុំចង់បង្ហាញអ្នកកន្លែងនេះរឿងថៃឈ្លានពានឬរឿងយួនឈ្លានពានថៃគេធ្វើព្រំដែនទេបងប្អូនមើលនៅក្នុងកន្លែងដែលខ្ញុំបង្ហាញណាថៃគេឈូសផ្លូវនៅលើដីរបស់គេក្នុងដីរបស់គេដើម្បីសម្រាប់ការពារទប់ជាមួយនឹងស្ថានភាពនៅពេលនោះថ្ងៃនោះណាហើយថ្ងៃនោះមិនមែនថ្ងៃទី13ទេថ្ងៃនោះគឺថ្ងៃទីក្រោយពីថ្ងៃទី28ឧសភាហើយក្រោយថ្ងៃទី28ឧសភាឆ្នាំ2025ហើយថៃបានឈូសផ្លូវមួយនៅលើក្នុងភ្នំប៉ុន្តែមិនមែននៅលើដីខ្មែរគេឈូសនៅក្នុងដីថៃប៉ុន្តែពួកយើងយកមកបំផុសសម្លេងថាថៃឈូសនៅលើដីខ្មែរថៃកំពុងធ្វើសមរភូមិបង្កើតសមរភូមិដើម្បីឈ្លានពានតែតាមការពិតយើងបានរំកិលកងទ័ពកំភ្លើងធំតាំងពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2025មកហ្នឹងដូច្នេះយើងបានរៀបចំទៅរុករៀនគេមុនចង់និយាយថាមិនមែនតែរុករៀនដើម្បីតែឈ្លានពានអីទេគឺបង្កើតឲ្យទៅជាព្រឹត្តិការណ៍ព្រំដែនហើយឥឡូវនេះព្រឹត្តិការណ៍ព្រំដែនបានស្អីមកវិញក្រោយពីបាញ់គ្នាងាប់ទៅហ៊ានខ្មែរអស់ប្រមាណ1000នាក់មកអស់មេបញ្ជាការធំប្រមាណអ្នកមកភូមិនងច័ន្ទថាគេប្លន់ថាគេយកឥឡូវនេះមិនហើយការធ្វើពហិការតំណែងគ្រប់យ៉ាងនៅក្នុងដែលថាផលិតផលថៃហ្នឹងឥឡូវនេះយ៉ាងម៉េចនៅពេលដែលយើងធ្វើពហិការ3ខែ2ខែជាងហ្នឹងណាតំណែងយួនហូរចូលមកក្នុងស្រុកខ្មែររបៀបណាចង់និយាយថារឿងទាំងអស់ហ្នឹងណារឿងទាំងអស់ហ្នឹងយើងមកអត់ឃើញទេពួកយើងមកអត់ឃើញទេយើងខ្លាចបាត់ដីនៅលើមុំ3កាលពីសម័យដែលមានទំនាស់ហ្នឹងដូចជា200ម៉ែត្រនៅតាមបណ្ដោយព្រំដែននៅមុំ3នៅកណ្ដាលទ្រង់ព្រៃនៅលើកំពូលភ្នំដែលគ្មានប្រជាជនណាទៅដល់ទេដី200ម៉ែត្រមិនមែនជាគេដណ្ដើមយកទេក៏ប៉ុន្តែជាទំនាស់ព្រំដែនចង់បងប្អូននេះមើលរតនគិរីមណ្ឌលគិរីក៏ចេះស្ទឹងត្រែងណារហូតមកដល់កំពង់ចាមកំពង់ធំទេបងប្អូនមើលក្នុងផែនទីបងប្អូនមានឃើញទេបងប្អូនមានឃើញទេតាជាងចិត្តពាក់កណ្ដាលប្រទេសដែលគេធ្វើដែលគេហៅស្អីអានោះឥណ្ឌូចិនហ្នឹងណាបងប្អូនមិនឃើញនេះបងប្អូនមើលកន្លែងនេះខ្ញុំឲ្យមើលឲ្យធំតិចឃើញមើលនេះតើបងប្អូនមានដឹងថាដីនេះគេគ្រប់គ្រងហើយគេឲ្យមកយើងវិញដោយអាសម្បទានរាល់ថ្ងៃនេះបងប្អូននិយាយពីរឿងសម្បទាននៅពេលដែលគេសម្បទានហើយនេះ99ឆ្នាំ77ឆ្នាំបងប្អូនយល់ថាម៉េចបងប្អូនគិតថាគេដកសម្បទានហ្នឹងហើយតាមអ្វីដែលយើងតវ៉ាពីប្រហែលខែមុនណាថាដីសម្បទានហ្នឹងរដ្ឋាភិបាលបានលុបចោលគម្រោងហ្នឹងហើយមែនទេមានណាលឺអាហ្នឹងមានណាគាត់លឺអាហ្នឹងគេថាយួនគេបានលុបចោលគម្រោងតំបន់សម្បទានហ្នឹងហើយរដ្ឋាភិបាលបានលុបចោលកិច្ចព្រមព្រៀងហ្នឹងហើយខ្ញុំក៏លឺដូចគ្នាដែរបងប្អូនខ្ញុំលឺដូចបងប្អូនដែរប៉ុន្តែសួរថាតើមានយួនមកគ្រាប់ទេដែលបានចេញពីតំបន់សម្បទានហ្នឹងទៅរស់នៅស្រុកគេវិញណាមានដីមួយចំអាមទេដែលបានប្រគល់ឲ្យមករដ្ឋាភិបាលវិញបងប្អូនគង់ច្រឡំអត់មានទេមានតែចូលមកថែមមានតែវិនិយោគថែមពីព្រោះកាលពីខែដូចជាខែសីហាកន្លងទៅនេះណាខែសីហាឆ្នាំ2025នេះណាមានគម្រោងមកអភិវឌ្ឍបន្ថែមចំនួនទឹកលុយ250លានបងប្អូនមកទៅស្រាវជ្រាវមើល250លាន US ដុល្លារដែលយកមកវិនិយោគនៅក្នុងតំបន់បេកោនេះទេហើយសួរថាបងប្អូនមានដីណាមួយចំអាមដែលយួនបានប្រកល់ឲ្យមកខ្មែរវិញទេមានយួនមកគ្រួសារឬក៏ម្នាក់ណាបានចេញពីស្រុកខ្មែរត្រឡប់ទៅវិញទេក្រោយពីរបបក្រុងភ្នំពេញប្រកាសថារំលាយកិច្ចព្រមព្រៀងអភិវឌ្ឍត្រីកោណជាមួយនឹងប្រទេសយួនប្រទេសលាវ
មានទេមានអ្នកណាដឹងទេអ្នកនយោបាយដឹងទេអ្នកបច្ចេកទេសអភិវឌ្ឍមានអ្នកណាដឹងទេវាទៅអត់រួចប៉ុន្តែយើងមកដឹងនៅថាកម្ពុជាហើយនឹងកំពង់ស្ពឺជាពិសេសនៅតំបន់ភ្នំអូរ៉ាល់នៅសំដៅនៅតំបន់ភ្នំគិរីរម្យនៅតំបន់បូកូដែលយើងដឹងតាមរបាយការណ៍អភិវឌ្ឍរបស់ប្រទេសកម្ពុជាថាមានលុយ120លានទៀតដែលត្រូវមកវិនិយោគនៅតំបន់តំបន់បូកូនឹងទៀតអញ្ចឹងតើការដែលមកវិនិយោគហ្នឹងជាក្រុមហ៊ុនរបស់ខ្មែរណារបស់អុកញ៉ាណាមានបងប្អូនដឹងទេហើយមកវិនិយោគគេមិនមែនមកវិនិយោគយកតែលុយមកបោះស្បាស់ចោលនៅលើដីទេបងប្អូនគឺគេយកដីសម្រាប់គ្រប់គ្រងគេយកកសិឧស្សាហកម្មដើម្បីមកបង្កបង្កើនគេយកកម្លាំងពលកររបស់គេមករស់នៅគេយករោងចក្ររបស់គេមកសាងសង់គេសាងសង់ផ្ទះសម្បែងគេសាងសង់ផ្សារគេសាងសង់ទីជម្រកគេសាងសង់ភូមិនៅទីនោះតើអានោះជាការវិនិយោគឬក៏វាគឺជាការបកគលទឹកដីឲ្យយួនគ្រប់គ្រងបងប្អូនគិតមើលនេះហើយគេហៅថា neo colonization គឺគេពង្រីកប្រជាកររបស់គេឲ្យរស់នៅលើទឹកដីរបស់រដ្ឋនីមួយដទៃទៀតចឹងណាឬក៏ប្រទេសមួយដទៃទៀតហ្នឹងណាការពង្រីកនិគមជនការពង្រីកប្រជាជនរបស់គេបង្កើនចំនួននៅក្នុងទឹកដីរបស់ប្រទេសមួយទៀតហ្នឹងណានោះគឺជាផ្នែកមួយនៃ neo colonization ដែលយើងហៅភាសាសាមញ្ញគេហៅថាអំពើឈ្លានពានដោយសម្ងាត់ឬក៏អាណានិគមបែបថ្មីប៉ុន្តែអាភាសាអាណានិគមបែបថ្មីហ្នឹងវាស្រាលពេកប៉ុន្តែពាក្យថា neo colonization គឺការគ្រប់គ្រងតាំងពីអំណាចរដ្ឋការគ្រប់គ្រងតាំងពីអំណាចច្បាប់ការគ្រប់គ្រងតាំងពីសេដ្ឋកិច្ចការគ្រប់គ្រងទាំងនយោបាយហើយការពង្រីកនិគមជនរបស់គេដែលនៅក្នុងរូបភាពនេះហើយគ្មានអ្នកណានិយាយទេនៅលើបណ្ដាញសង្គម Facebook ឥឡូវនេះយ៉ាងច្រើននិយាយតែពីរឿងយួនទៅប៉ុន្តែអាជីវកម្មសន្តាគារអាជីវកម្មកសិឧស្សាហកម្មអាជីវកម្មដែលយើងហៅថាស្អីដូចជាអចលនទ្រព្យដែលមានបរិយាហើយនឹងអាគារខ្ពស់កប់មេឃទាំងអស់ហ្នឹងណាមិនមែនកម្មសិទ្ធិរបស់ខ្មែរទេបងប្អូនមិនមែនកម្មសិទ្ធិរបស់ខ្មែរទេគឺកម្មសិទ្ធិរបស់យួនទាំងអស់សូម្បីតែឧស្សាហកម្មទេសចរមួយនៅក្នុងប្រទេសកម្ពុជាតំបន់ទេសចរទាំងអស់ទាំងតំបន់ទេសចរធម្មជាតិតំបន់ទេសចរវប្បធម៌ទាំងតំបន់និយាយមែនតើទៅជើងហោះហើរទាំងឡាយមិនមែនរបស់ខ្មែរទេអាចឈ្មោះក្រុមហ៊ុនខ្មែរក៏ប៉ុន្តែកម្មសិទ្ធិរបស់យួនដោយក្រុមហ៊ុនមួយចំនួននៅក្នុងរតនគិរីមណ្ឌលគិរីកញ្ចក់ស្ទឹងត្រែងណាមានឈ្មោះខ្លះឈ្មោះខ្មែរទៅក៏ប៉ុន្តែគ្រាន់តែជា nominee ទេគ្រាន់តែជា proxy របស់គេទេក៏ប៉ុន្តែដើម្បីធ្វើឲ្យវាស្របទៅតាមលក្ខខណ្ឌរបស់ច្បាប់ខ្ញុំចង់និយាយថាពាក្យច្បាប់មួយហ្នឹងណាច្បាប់មួយហ្នឹងណាបងប្អូនបើសិនតែយើងយកវាមកលើកយកមកវែកញែកណាបងប្អូនមានដឹងអំពីរឿងច្បាប់ភូមិបាលច្បាប់ភូមិបាលនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ2000យើងមានច្បាប់ភូមិបាលមួយនៅក្នុងឆ្នាំ2003ច្បាប់ភូមិបាលហ្នឹងបងប្អូនទៅមើលអាច្បាប់ដើមជាមួយនឹងអាច្បាប់វិសោធនកម្មណាគឺចង់ក្រហមអស់លេងកែទាំងអស់ហ្នឹងជាពិសេសមាត្រា44ដែលនិយាយអំពីមានតែជនជាតិខ្មែរ Cambodian citizen ដោយហៅគេដាក់ថាខ្មែរ citizen សញ្ជាតិខ្មែរដែលមានសិទ្ធិគ្រប់គ្រងលើអចលនទ្រព្យរបស់ប្រទេសយើងពលគឺដីជាពិសេសគឺ land title តាក់ទងជាមួយនឹងកម្មសិទ្ធិដីការគ្រប់គ្រងដីធ្លីមិនអាចបរទេសណាគ្រប់គ្រងដីធ្លីបានទេក៏ប៉ុន្តែនៅក្នុងឆ្នាំ2023គេធ្វើវិសោធនកម្មដូរខ្ទេចដូរអស់លេងគឺបរទេសអាចគ្រប់គ្រងអចលនទ្រព្យបានយួនអាចទិញដីបានចង់និយាយថាអញ្ចឹងបរទេសអាចទិញដីបានខ្មែរមិនត្រឹមតែទិញក៏ទិញតែក៏ប៉ុន្តែខ្មែរមានតែគេទៅទិញយកដូចជាចំការអំពៅដូចជាចំការអីនៅខាងស្អីនៅខាងខេត្តកំពង់ស្ពឺអីហ្នឹងគេទៅទិញហើយគេទៅបណ្ដេញម្ចាស់ដីចេញហើយគេបាញ់សម្លាប់ម្ចាស់ដីចាប់ម្ចាស់ដីដាក់គុកទៀតអញ្ចឹងណានោះហើយគឺជាអតិពលនៃ neo colonization នោះហើយគឺជាអតិពលនៃការពង្រីកអាណានិគមបែបថ្មីអរគុណហើយតាមការពិតរឿងទាំងអស់នេះណាបើសិនជាបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់តែបន្តិចណាបងប្អូនទាំងអស់គ្នាដែលខ្ញុំនិយាយទីនេះគឺខ្ញុំចង់និយាយអំពីបងប្អូនដែលមានស្មារតីស្រឡាញ់ទឹកដីស្រឡាញ់ជាតិយើងមានបងប្អូនខ្មែរយើងដែលគាត់មិនដែលខ្វល់ខ្វាយអំពីរឿងទាំងអស់នេះទេអ្នកណាយកអីក៏យកទៅតែគេប្រកាន់ចំពោះតែមួយគេនិយាយថាមិនអាចទូលផែនដីបានទេមិនអាចទូលផែនដីម្នាក់ឯងបានទេហើយរឿងទាំងអស់នេះវាជារឿងរបស់អ្នកនយោបាយអីជាដើមឡើងក៏ប៉ុន្តែបើខ្មែរទាំងអស់គ្នាយើងមានទស្សនៈរបៀបហ្នឹងមែនណាប្រទេសយើងនេះប្រទេសកម្ពុជាយើងមួយទាំងមូលនេះណាវានឹងបាត់បង់ទាំងស្រុងនៅក្នុងអនាគតជីវិតរបស់ពួកយើងហ្នឹងហើយខ្ញុំនិយាយកន្លែងនេះនិយាយទាំងក្រករួលនិយាយទាំងសោកស្ដាយថា
ពងសាវតាជាតិរបស់យើងណាធ្លាប់ខំពោះធ្លាប់ខំកើនធ្លាប់រងរឿងធ្លាប់គេកោតសរសើរនៅក្នុងតំបន់ដែលអាស៊ីបូព៌ានេះណាគឺយើងត្រូវបានគេទទួលស្ញប់ស្ញែងអំពីជាតិខ្មែរខ្ពង់ខ្ពស់ថ្លៃថ្នូរវប្បធម៌ថ្លៃថ្លាតែទីបំផុតថ្ងៃនេះណាបងប្អូនយើងមិនមែនត្រឹមតែអន់ខ្សោយតែយើងខ្លាយទៅជាការសម្រាមដែលជាតិសាសន៍ដតីគេមើលងាយគេបង្អាប់គេបង្អោនគេនិយាយមែនទែនគេមកជិះជាន់រហូតដល់គេមកកេងយើងហៅថាកេងប្រវ័ញ្ចណា exploit ណាបងប្អូនគេមកកេងប្រវ័ញ្ចលើក្បាលរបស់យើងហើយយើងអត់ដឹងថាអានឹងគេកំពុងជិះជាន់យើងទៀតតែគេមកលុកលុយគេមកគ្រប់គ្រងសូម្បីតែសម្បត្តិវប្បធម៌សម្បត្តិធម្មជាតិហើយនឹងអ្វីដែលជាសម្បត្តិជាតិរបស់យើងហ្នឹងគេយកទៅដោយចំហដោយគ្មានការកោតក្រែងឬក៏ខ្វល់ខ្វាយអំពីម្ចាស់ស្រុកណាដោយខ្ញុំជម្រាបបងប្អូនមកអញ្ចឹងណាដែលគេកាប់សម្លាប់ម្ចាស់ទ្រព្យម្ចាស់ចំការម្ចាស់ដីនៅខាងអូរ៉ាល់នៅខាងអីចឹងណារឿងទាំងអស់ហ្នឹងណាយើងគួរសង្វេគណាដែលជាតិសាសន៍របស់យើងមិននឹកស្មានថាមកដល់ស្ថានភាពមួយនេះអញ្ចឹងបានពីម្សិលមិញខ្ញុំនិយាយថាខ្ញុំមិនដែលនឹកស្មានថាចំនួនយើងនេះបានមកជួបនៅវិនិស្សកម្មដែលយើងគ្មានសង្ឃឹមថាអាចនឹងរើខ្លួនរួចគឺត្រង់ថាសម័យកាលដែលធ្លាប់រងរឿងដែលយើងធ្លាប់ឮយើងអត់បានជួបប្រទះក៏ប៉ុន្តែសម័យកាលនៃសោកនាដកម្មនៃការបាត់បង់ជាតិបាត់បង់ទឹកដីវាកើតចំនៅសម័យកាលរបស់យើងអញ្ចឹងបានខ្ញុំនៅតែនិយាយថាមិនដឹងជាត្រូវនិយាយអីតទៅទៀតទេមានតែប្រាប់បងប្អូនថាតស៊ូឡើងចងក្រងគ្នាឡើងពង្រឹងកម្លាំងឡើងដោយករណីខ្ញុំនិយាយអំពីរឿងស្អីនេះរឿងអាណានិគមបែបថ្មីអាណានិគមសមោលនេះណាបងប្អូនតែមើលទៅបើថាខ្ញុំនិយាយពីរតនគិរីមណ្ឌលគិរីក៏ចេះស្ទឹងត្រែងពីរឿងចំការកៅស៊ូពីរឿងចំការអាមេរិកពីរឿងចំការតារិនបងប្អូនមើលមិនឃើញណាបងប្អូនបាក់ឡានទៅខ្លួនឯងទៅរួចហើយបងប្អូនចោះដើរមើលថាតើដីនៅក្នុងតំបន់ព្រៃឡង់វាទៅជាយ៉ាងណាហើយដីនៅក្នុងរតនគិរីវាទៅជាយ៉ាងណាហើយដែលនៅ 3-4 ខេត្តហ្នឹងកន្លងមកប្រជាករមិនដល់400,000នាក់ផងក្នុងរយៈពេលដែលយើងធ្វើ census ហ្នឹងធ្វើការគេហៅស្អីអាហ្នឹងបង census ហ្នឹងគេហៅស្អីធ្វើការដែលប្រមូលទិន្នន័យឬក៏គេហៅស្អីធ្វើភាគខ្មែរណាគេហៅសម្រង់ទិន្នន័យប្រជាករហ្នឹងណាយើងស្រង់នៅក្នុងឆ្នាំដូចជាឆ្នាំ2012យើងឃើញថាប្រជាករយើងមាន480,000 នាក់ហ្នឹងកាលពី2012ណាបងប្អូនឥឡូវខ្ញុំនិយាយថា10ឆ្នាំក្រោយមកខ្ញុំមិនបាច់និយាយច្រើនទេឥឡូវ10ឆ្នាំក្រោយមក2022ឬក៏2025ថា13ឆ្នាំក្រោយមកខ្ញុំចង់ដឹងព័ត៌មានចង់ដឹងទិន្នន័យថាប្រជាករនៅក្នុងរតនគិរីមណ្ឌលគិរីនឹងទំហំប៉ុណ្ណាហើយខ្ញុំចង់ដឹងបងប្អូនទៅសិក្សាមើលទៅមើលនៅក្នុង Global Witness Report ក៏បានទៅមើលនៅក្នុងgovernment ឬក៏ UNDP report នៅក្នុងឆ្នាំដូចជាឆ្នាំ2000អីម្ដងហ្នឹងបងប្អូនទៅស្វែងរកទៅថាតំបន់កសិកម្មឬក៏យើងហៅថា crop area ហ្នឹងគឺជាតំបន់ផលិតបាទស្រង់មតិណាបាទស្រង់មតិហ្នឹងនៅពេលដែលយើងធ្វើការជំរឿនទិន្នន័យជំរឿនទិន្នន័យដីកសិកម្មនៅក្នុងតំបន់4ខេត្តហ្នឹងណាបងប្អូនយើងឃើញតែដូចជា 16% ទេណាបាទជំរឿនទៅហើយហ្នឹងវានៅអត់ទៅដល់Simonចឹងថាយើងឃើញតែ 16% ទេនៃទឹកដីហ្នឹងដែលជា crop area តែប៉ុន្តែបងប្អូនទៅសិក្សាឆ្នាំ2025សាកមើលខ្ញុំក៏អត់បានសិក្សាដែរដោយសារខ្ញុំមិនមែនអ្នកចង់និយាយថាមានពេលអត់គ្រប់គ្រាន់សម្រាប់ទៅធ្វើការស្រាវជ្រាវវាច្រើនពេកអញ្ចឹងបើសិនជាយើងទៅរកអាហ្នឹងរកទិន្នន័យថាប្រៀបធៀបពីកាលឆ្នាំ2000ថាយើងមាន 16% នៃផ្ទៃដីកសិកម្មឬក៏យើងហៅថា crop area ហើយយើងចង់ដឹងថាឆ្នាំ2025ឆ្នាំក្រោយមកថាតើ crop area នៅក្នុងតំបន់ហ្នឹងវាឡើងទៅដល់ប្រមាណភាគរយនៃផ្ទៃដីហ្នឹងរួចហើយប្រជាករពីជាង 40,000 នាក់មកដល់2025នេះតើវាមានប្រមាណហើយកមនាគមន៍ដែលផ្លូវឆ្លងកាត់ទៅយួនមានប្រមាណច្រកនៅក្នុងសម័យកាលហ្នឹងទ្រង់ទ្រាយនឹងរូបភាពច្រករបៀងណារួចហើយប្រៀបធៀបជាមួយនឹងឆ្នាំ2025នេះថាទ្រង់ទ្រាយនឹងប្រព័ន្ធច្រកចេញចូលហ្នឹងវាមានទម្រង់របៀបណារឿងទាំងអស់នេះបងប្អូនយកមកធ្វើជាអំណាងនៃបទចោទឬក៏បទបង្ហាញអំពីគម្លាតហើយនឹងឥទ្ធិពលនៃដែលគេហៅស្អីneo-colonization ដើម្បីធ្វើជាមូលដ្ឋានក្នុងការស្វែងរកការគ្រប់គ្រងនិងការជួយអន្តរាគមន៍ដោយសន្តិវិធីបើសិនជាយើងមិនធ្វើអាហ្នឹងទេយើងខ្វះព័ត៌មានហើយបើសិនជាយើងធ្វើតែអាហ្នឹងមួយយ៉ាងដែលយើងមិនធ្វើមួយយ៉ាងទៀតក៏យើងខ្វះព័ត៌មានដែរwhat happened when Khmer women who married to the Khmer
going on with Khmer or Vietnam. Vietnam ប្រហែលជាចង់និយាយថាវៀតណាមពីព្រោះខ្មែរ to ខ្មែរ is ខ្មែរ right somebody you mean ខ្មែរ woman to Vietnam man right រឿងទាំងអស់ហ្នឹងបើតាមការពិតរឿងការរៀបចំជាគ្រួសារឬក៏យើងហៅថាការរៀបការជាប្តីប្រពន្ធរវាងជាតិសាសន៍មួយទៅជាតិសាសន៍មួយវាមិនមែនជាគេហៅថាវាមិនមែនជាលក្ខខណ្ឌដែលកំណត់ឬក៏ដែលអះអាងថានោះគឺជាការរំលោភឈ្លានពានដោយរបៀបណាមួយទេក៏ប៉ុន្តែអ្វីដែលយើងអាចយកធ្វើជាមូលដ្ឋានបានគឺការសម្លាប់រង្គាលនៅក្នុងឆ្នាំ1975ទៅដល់ឆ្នាំ1979គឺគេសម្លាប់កម្លាំងបរោះពេញវ័យតាមលក្ខខណ្ឌបំបីឲ្យទៅធ្វើជាយោធាតាមលក្ខខណ្ឌបំបីឲ្យទៅធ្វើជាកងចល័តអីជាដើមហើយនឹងទោសទណ្ឌជាច្រើនគឺគេសម្លាប់បរោះនៅក្នុងសម័យហ្នឹងរួចហើយនៅក្នុងសម័យក5ក៏ដូចគ្នាដែរបន្តបេសកកម្មពីឆ្នាំ1975ណានៅក្នុងដំណាក់កាលក5គឺគេកែនតែបរោះពេញកម្លាំងបរោះដែលពេញវ័យបរោះដែលនៅក្នុងគេហៅថាកម្រិតបន្តពូជហ្នឹងណាគឺគេកែនឲ្យបរោះទាំងអស់ហ្នឹងទៅធ្វើការនៅព្រំដែនដើម្បីឲ្យឈឺស្លាប់ជន់មានស្លាប់របួសឬក៏ពង្រត់ចេញពីប្រពន្ធកូនចឹងទៅរួចហើយស្ត្រីមេម៉ាយនៅក្នុងសម័យកាលហ្នឹងស្ត្រីមេម៉ាយច្រើនណាស់ឬក៏ស្ត្រីពេញវ័យច្រើនណាស់ដែលត្រូវតែឬក៏តម្រូវឬក៏បង្ខំឲ្យរៀបការជាមួយនឹងទាហានយួនហើយនៅក្នុងភូមិរបស់ខ្ញុំដឹងទាំងអស់ថាអ្នកណារៀបការជាមួយយួនអ្នកណាចាំបាច់ត្រូវតែរៀបការជាមួយយួនដោយនៅក្នុងលក្ខខណ្ឌណាអញ្ចឹងណានោះគឺជាវិធីនោះគឺជាដែលជំរឿដែលគេធ្វើឲ្យស្ត្រីខ្មែរយើងចាំបាច់ត្រូវតែរៀបការជាមួយនឹងយួនរៀបការជាមួយយួនមានលក្ខខណ្ឌអញ្ចឹងបានយើងត្រូវនិយាយអំពីមូលដ្ឋានហើយនិយាយអំពីមូលដ្ឋានយើងយកផុសតាងនៅក្នុងភូមិឋានរបស់យើងមកធ្វើជាអំណះអំណាងពីព្រោះយើងមិនអាចមានទិន្នន័យណាមួយពីព្រោះគ្មានអ្នកណាទៅធ្វើអីការចងក្រងធ្វើការស្រាវជ្រាវមានឯកសារដោយអ្វីដែលកម្ពុជាចង់ធ្វើហ្នឹងទេគេអត់អាចធ្វើអាហ្នឹងបានពីព្រោះវាមើលទៅវាប្រយោជន៍អញ្ចឹងបានខ្ញុំនិយាយថានៅពេលដែលយើងយកអាទាំងអស់ហ្នឹងមកនិយាយយើងនិយាយឲ្យវាជាប់គ្នាថាចេតនារបស់គេគឺគេចង់បង្កាត់ពូជសាសន៍ហើយអ្នកដែលទៅបង្កាត់ពូជសាសន៍ដឹងគេធ្វើផលប្រយោជន៍មិនទេអ្នកដែលមានប្តីជាជនជាតិយួនឬក៏ឪពុកម្ដាយក្មេកដែលមានកូនភាសាជាយួនណាដឹងមានព្រាមមិនទេទី1មុខរបរទាំងឡាយនៅក្នុងប្រទេសហ្នឹងណាឬក៏នៅក្នុងតំបន់ហ្នឹងណាមានឱកាសនៅក្នុងការធ្វើអាជីវកម្មឬក៏ប្រកបមុខរបរនានាបានដោយសេរីដែលគ្មានសមត្ថកិច្ចណាប៉ះពាល់ទេកូនរបស់គេហៅថាកូនកាត់យួនហ្នឹងណាមានឱកាសមានប្រាក់ខែល្អមានឱកាសទៅរៀនសូត្របានខ្ពស់ៗនោះហើយគឺជាវិធីដែលគេបណ្ដុះឲ្យកូនយួនហ្នឹងមានឱកាសដូចកន្លងមកណាកូនយួនដែលរៀនបានខ្ពស់ៗរហូតដល់អ្នកខ្លះមករៀននៅឯបរទេសអីចឹងណាភាគច្រើនគឺកូនកាត់យួនហ្នឹងហើយមានជីវភាពល្អជាងកូនខ្មែរសុទ្ធដូច្នេះរឿងទាំងអស់ហ្នឹងដែលវាតាក់ទាញដែលវាជាប់តាក់ទិនគ្នាទាំងអាជីវកម្មទាំងការបណ្ដុះនៅបង្កាត់ពូជសាសន៍ឲ្យជាដើមទាំងអស់ហ្នឹងវាគឺជា trend វាគឺជាផ្នែកឬក៏ជាលំហូរនៃដំណើរការនៃអង្គឈ្លានពានសម្បត្តិហើយមូលដ្ឋានខ្លះដែលយើងអាចយកមកធ្វើជាអំណាងប្រហែលជាបងប្អូនធ្លាប់ឮហើយដែលថាតំបន់ Crimea របស់ប្រទេសគឺអីរបស់ប្រទេសនេះប្រទេសដែលកំពុងមានសង្គ្រាមនេះ Crimea របស់ប្រទេសចេះផ្លេចឈ្មោះប្រទេសដែលកំពុងតែច្បាំងគ្នាជាមួយរុស្ស៊ីនេះណាបងប្អូនហ្នឹងហើយប្រទេសតំបន់ Crimea ហ្នឹងគឺជាផ្នែកមួយនៃប្រទេសហ្នឹងរួចហើយរុស្ស៊ីហ្នឹងគេបានបញ្ជ្រាបចូលគេហៅស្អីពាណិជ្ជកររបស់គេដូចកម្ពុជាអញ្ចឹងក៏ប៉ុន្តែវាខុសគ្នាត្រង់តម្រង់ថាកម្ពុជាគេមកបញ្ចូលខ្លួនដំបងចូលតាមរយៈកងកម្លាំងរួចហើយបានគេពង្រីកខ្លួនណាបានគេពង្រីកខ្លួនបានគេបំបីខ្លួនក៏ប៉ុន្តែមិនមែនបំបីហ្នឹងដោយចេតនាទេដោយសារមានសម្ពាធរបស់សន្ធិសញ្ញា$23អញ្ចឹងណាក៏ប៉ុន្តែនៅក្នុង Crimea ខុសគ្នាគឺគេបញ្ជ្រាបចូលអ្នកវិនិយោគពាណិជ្ជករដើម្បីទៅគ្រប់គ្រងអាជីវកម្មទៅគ្រប់គ្រងទីផ្សារទៅគ្រប់គ្រងមុខរបរហើយឥឡូវនេះកម្ពុជាដើរមកដល់ផ្លូវហ្នឹងហើយគឺដើម្បីឲ្យវាកាន់តែលុបបំបត្តិនៅអារូបភាពឬក៏ផុសតាងនៃជនជាតិយួនរៀបការជាមួយខ្មែរជនជាតិយួនបានមករស់នៅជាខ្មែរនៅក្នុងរយៈពេលឆ្នាំ1979មកណាឥឡូវហ្នឹងគេដាក់មកដូចជាការវិនិយោគតាក់ទងជាមួយនឹងឧស្សាហកម្មនានាតាក់ទងជាមួយនឹងរោងចក្រឬក៏សហគ្រាសនានាណាយួនជាអ្នកគ្រប់គ្រងទឹកត្រីមីខ្មែរហើយនឹងពួកផលិតផលទាំងឡាយដែលយើងប្រើប្រាស់ប្រចាំថ្ងៃដែលយើងហៅថាគ្រឿងឧបភោគបរិភោគណាមិនមានខ្មែរសុទ្ធទេបងប្អូនតើតែមានខ្សែរបស់យួនបងប្អូនចង់ដឹងណាខ្ញុំធ្លាប់សារមិនមែនសាររបស់ទេតាមពិតខ្ញុំចង់រកស៊ីខ្ញុំចង់ធ្វើអាឈើចាក់ថ្មីហើយនឹងចង្កឹះដើម្បីទៅសុំច្បាប់គេសម្រាប់យកអាជ្ញាប័ណ្ណមកផលិតអាឈើចាក់ថ្មីនឹងចង្កឹះនេះណាបងប្អូនគេសិក្សាយើងច្បាស់គេសិក្សានឹងចង់និយាយថាជំនាញការយួននៅខេត្តបាត់ដំបងនេះទៅសួរងន់រតនាថាខ្ញុំនិយាយរបៀបណាធ្វើរបៀបណាហើយនឹងពួកមេធាវីមួយចំនួនដែលជួយរដ្ឋការងារហ្នឹងគេសួរនាំយើងតាំងពីប្រវត្តិទាំងអស់
ដូច្នេះនៅពេលដែលគេដឹងថាយើងមិនមានជាប់តាក់ទិនជាមួយនឹងគណៈបកប្រជាជនជាមួយនឹងពួកយួនទេណាកុំថាឡើយអ្នកឯងមានលុយវិនិយោគគឺគេអត់ឲ្យនឹងគ្រាន់តែធ្វើឈើចាក់ថ្មីទាំងចង្កឹះណាដូច្នេះមានន័យថាពួករោងចក្រពួកទឹកត្រីពួកស្អីទាំងឡាយដែលប្រើប្រាស់នៅក្នុងស្រុកខ្មែរប្រសិនបើអ្នកនោះមានឈ្មោះជាខ្មែរមែនប៉ុន្តែមានជាប់នានាការជាមួយនឹងយួនជាប់នានាការជាមួយនឹងគេហៅស្អីគេហៅស្អីហ្នឹងណាមនុស្សសំខាន់របស់គណៈបកគេហៅស្អីបកជនរបស់យួនឬក៏ខ្សែស្រឡាយជាមួយយួនតែម្ដងបានគេឲ្យអាជ្ញាប័ណ្ណអ្នកឯងធ្វើការហើយធ្វើការនឹងទៀតសោតឬក៏មុខរបរនឹងទៀតសោតមុខរបរណាដែលមានផលចំណេញឬការលំបាកបំផុតបានគេឲ្យប៉ុន្តែបើយួនណាឲ្យតែមានខ្សែយួនមានជីដូនមួយយួនបងថ្លៃយួនបងថ្លៃយួនបងប្អូនជីដូនមួយយួនឲ្យតែមានខ្សែយួនចង់ធ្វើអីក៏ធ្វើទៅយ៉ាងនិយាយអញ្ចឹងណានោះគឺពួកជំនាញការនៅតាមខេត្តនីមួយៗគេគ្រប់គ្រងបងប្អូនទៅសិក្សាខ្លួនឯងបងប្អូនទៅមើលទៅនោះហើយគឺជាវិធី